ដែលសម្ដេចបានមានប្រសាសន៍នៅក្នុងគណៈអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធានៅក្នុងទឹកដីខេត្តបាត់ដំបងនៅរសៀលថ្ងៃទី11ខែមិថុនាឆ្នាំ2026ម្សិលមិញដោយសម្ដេចប្រមុខរដ្ឋស្ដីទីបានបញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណានោះទេកម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណានោះដែរប៉ុន្តែកម្ពុជាធ្លាប់នាំកងទ័ពចេញទៅព្រំដែនទៅរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃប្រជាជនកម្ពុជាបានលើកឡើងថាការបង្ហាញរបស់កម្ពុជាចំពោះការផលិតសម្ភារៈយោធាពេលនេះក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជានោះដែរប៉ុន្តែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះសម្ដេចបានលើកឡើងដែរថាការពិភាក្សាថ្មីនេះមានព័ត៌មានថៃបានផ្សាយពីការទិញរថពាសដៃរបស់កម្ពុជាចំនួន30គ្រឿងថាជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាមប៉ុន្តែសម្ដេចតេជោបានបញ្យល់វិញថាកម្ពុជាមិនមែនទើបតែមានរថពាសដៃតែចំនួន30គ្រឿងនោះទេគឺមានចំនួនច្រើនជាងនេះប៉ុន្តែក៏មិនមែនទិញមកដើម្បីឈ្លានពានប្រទេសណានោះទេគឺទុកសម្រាប់ការពារសន្តិសុខជាតិតែប៉ុណ្ណោះសម្ដេចក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថាប្រទេសខ្លះនៅជុំវិញកម្ពុជាមានទាំងលទ្ធភាពផលិតសភាវុធរថពាសដែកដោយខ្លួនឯងថែមទៀតនិងឈានរហូតទៅបញ្ជាទិញយន្តហោះចម្បាំងតែកម្ពុជាត្រឹមផលិតសម្ភារៈយោធាដើម្បីការពារជាតិតែប៉ុណ្ណោះខ្ញុំគិតថាប្រទេសនីមួយៗมันគួររឿងប៉ុណ្ណឹងជាការផន់ច្រឡំទេប្រទេសខ្លះទៅទិញយន្តហោះពីប្រទេសនេះទៅទិញរថកុះពីប្រទេសនោះតើកម្ពុជាដែរចំតោះគេទេអ្នកខ្លះផលិតទាំងអាវុធនុយក្លេអ៊ែរទាំងមីស៊ីលតើកម្ពុជាមានដែរទៅ55ឬក៏ទិញពីប្រទេសណាទេជាសិទ្ធិអធិបតេយ្យរបស់ប្រទេសនោះការកសាងសមត្ថភាពកងទ័ពបែបនេះមិនមែនជាការគម្រាមកំហែងរបស់អ្នកណាទេនេះជាផ្នែកមួយនៃកិច្ចការពារខ្លួនសម្រាប់កងទ័ពឬក៏កងទ័ពសម្រាប់ការប្រយុទ្ធហើយចំពោះរថក្រោះប្រទេសណាក៏មានរថក្រោះដែរហើយរថក្រោះវាមិនមែនមានត្រឹមតែ30គ្រឿងទេរថក្រោះដែលមានកន្លងទៅមានរាប់រយគ្រឿងឯណោះត្រឹមតែជាង30គ្រឿងហើយនឹងមកដល់ថែមទៀតប្រមាណជា90គ្រឿងវាមិនច្រើនទេសម្រាប់កងទ័ពកម្ពុជានោះដល់ពេលដែលកងទ័ពកម្ពុជាមានរាប់រយគ្រឿងនេះវាមិនច្រើនទេហើយកម្ពុជាសូមបញ្ជាក់ថាកម្ពុជាមិនឆ្លៀតពានណាទេកម្ពុជាមិនគម្រាមកំហែងណាទេមិនថាប្រទេសនោះខ្លាំងមិនថាប្រទេសនោះខ្សោយទេកម្ពុជាមិនមានទម្លាប់ទៅឆ្លៀតពានណាទេតាមមើលក្នុងប្រវត្តិសាស្ត្រតើកម្ពុជាមានដែលនាំកងទ័ពចេញផុតពីព្រំដែនរបស់ខ្លួនទេកម្ពុជាធ្លាប់នាំមានកងទ័ពចេញពីព្រំដែនប្រទេសរបស់ខ្លួនប៉ុន្តែតើទៅធ្វើអីគឺទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនិងជាកងទ័ពដែលចេញផុតពីព្រំដែនប៉ុន្តែក្នុងអតីតកាលយើងធ្លាប់ដឹងហើយថាយើងនៅក្រោមអាណានិគមបារាំងជនជាតិកម្ពុជាមួយចំនួនក៏បានឆ្លងកាត់ចេញពីព្រំដែនរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងដូចជាការទៅអាល់ហ្សេរីទៅម៉ារ៉ុកនិងទៅប្រទេសខ្លះទៀតប៉ុន្តែទៅក្នុងនាមជាកងទ័ពបារាំងតែប៉ុណ្ណោះកងទ័ពបារាំងតែប៉ុណ្ណោះអញ្ចឹងមិនបានទៅក្នុងនាមជារដ្ឋកម្ពុជាក្នុងជារដ្ឋអធិបតេយ្យរបស់កម្ពុជាទេហើយរដ្ឋអធិបតេយ្យរបស់កម្ពុជាធ្លាប់នាំកងទ័ពចេញតែក្នុងប្រតិបត្តិការរក្សាសន្តិភាពមិនដែលនាំចេញផុតពីបន្តព្រំដែនរបស់ខ្លួនទេហើយទៅបញ្ជាក់ដូច្នេះវាគ្មានការគម្រាមកំហែងហើយគ្មានប្រទេសណាដែលមិនគួរមកតិចទៀនកម្ពុជាមិនមកនិយាយអំពីបញ្ហាឥឡូវយើងសន្តិវិធីគឺមានន័យថាយើងមិនទៅវាយគេតែប៉ុណ្ណឹងទេប៉ុន្តែបើសិនគេមកវាយយើងគឺអត់សន្តិវិធីជាមួយទេវើយប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនក៏បានគូសបញ្ជាក់ជាថ្មីទៀតដែរថារាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ
តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងមកហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនឹងការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយនេះគឺជាប្រសាសន៍បញ្ជាក់របស់សម្ដេចតេជោក្នុងគណៈសម្ដេចអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធានៅក្នុងខេត្តបាត់ដំបងនៅរសៀលថ្ងៃម្សិលមិញសម្ដេចប្រមុខរដ្ឋស្ដីទីបានបញ្ជាក់ឲ្យថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណានោះទេហើយកម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណានោះដែរក៏ប៉ុន្តែកម្ពុជាគឺធ្លាប់នាំកងទ័ពចេញទៅព្រំដែនទៅរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះហើយអ្វីសំខាន់គឺ UN បាទក៏បានកោតសរសើរដល់កម្ពុជាថាជាប្រទេសមួយដែលគោរពនិងស្រឡាញ់សន្តិភាពមានការចូលរួមថែរក្សាសុខសន្តិភាពដល់ប្រទេសដទៃបាទច្រើនកងច្រើនប្រទេសទាំងនារីនិងបរោះទៅទៀតនោះបាទនេះគឺជាសកម្មភាពមួយដែលសបញ្ជាក់ឃើញថាកម្ពុជាមិនចង់កើតមានសង្គ្រាមនោះទេគឺចង់រក្សាសន្តិភាពនោះបាទប៉ុន្តែយ៉ាងណាក៏ដោយយើងក៏នៅតែត្រៀមខ្លួនជានិច្ចមិនឲ្យរដ្ឋបរទេសណាមួយឈ្លានពានទឹកដីរបស់កម្ពុជានោះឡើយទស្សនិកជនយើងនៅតែបន្តសម្រង់នៅប្រសាសន៍សំខាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាដែលកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2026ម្សិលមិញនេះអំឡុងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធានៅក្នុងខេត្តបាត់ដំបងដោយសម្ដេចគឺបានបញ្ជាក់ថាសម្ភារៈយោធារបស់កម្ពុជាមិនមែនផលិតឡើងដើម្បីយកទៅឈ្លានពាននរណានោះទេប៉ុន្តែជាសម្ភារៈផលិតឡើងដើម្បីការពារខ្លួនសម្ដេចតេជោបានលើកឡើងថានៅក្នុងរយៈពេលប្រមាណខែរួចមកហើយកម្ពុជាមិនបាននាំចូលសម្ភារៈយោធាសម្រាប់ផ្គត់ផ្គង់ឲ្យកងទ័ពនិងនគរបាលរបស់កម្ពុជានោះទេដែលកម្ពុជាបានបែរមកប្រើប្រាស់ការផលិតសម្ភារៈយោធាដោយខ្លួនឯងវិញម្ដងសម្ដេចតេជោបានឲ្យដឹងដែរថាត្រឹមរយៈពេលប្រមាណជា3ខែនេះគឺរាជរដ្ឋាភិបាលបានបញ្ជាទិញឯកសណ្ឋាននិងសម្ភារៈយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ 7.5 លានដុល្លារអាមេរិកដូច្នេះសម្ដេចបានណែនាំដល់រោងចក្រផលិតឯកសណ្ឋានយោធា DSS ត្រូវពិនិត្យឲ្យបានច្បាស់លាស់ត្រឹមត្រូវលើគុណភាពនៃការផលិតរបស់ខ្លួនដើម្បីធានាលើគុណភាពនិងប្រសិទ្ធភាពខ្ពស់របស់ខ្លួនមិនគ្រាន់តែប៉ុណ្្នឹងទេហ៊ុនសែននឹងឈានទៅជួយរដ្ឋាភិបាលលើបញ្ហាផលិតនៅសម្ភារៈដទៃទៀតដែលតាក់ទងទៅនឹងវិស័យការពារជាតិនិងសន្តិសុខជាតិយើងនឹងធ្វើឲ្យបានកម្ពុជាធ្លាប់ធ្វើដល់អង្គរវត្តនោះដូច្នេះធ្វើប៉ុណ្ណឹងវាមិនមែនជាការលំបាកសម្រាប់កូនខ្មែរចំនួនក្រោយនេះទេយើងមិនទុកឲ្យអ្នកណាមើលងាយយើងទេមិនទុកឲ្យអ្នកណាប្រមាថយើងទេយើងត្រូវមានសក្តិថ្លៃថ្នូរនិងការទទួលខុសត្រូវហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តប្រពៃការងារនៅទីនេះនៅក្នុងឱកាសនោះដែរសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាគោលដៅរបស់កម្ពុជាគឺត្រូវតែមានកម្រិតផ្គត់ផ្គង់ដោយខ្លួនឯងលើសម្ភារៈលើវិស័យការពារជាតិនេះជាមុនសិនបន្ទាប់មកទៅថ្ងៃខាងមុខអាចអនុញ្ញាតឲ្យធ្វើការនាំចេញទៅកាន់ប្រទេសជាមិត្តដទៃទៀតប្រសិនបើជាមានការបញ្ជាទិញដោយមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋាភិបាលនៃប្រទេសនោះសម្ដេចតេជោក៏បានបញ្ជាក់ដែរថាមជ្ឈបាយការពារជាតិកម្ពុជាក៏កំពុងបន្តធ្វើនិងផលិតរឿងជាច្រើនទៀតដែរដើម្បីពង្រឹងលើវិស័យការពារជាតិរបស់កម្ពុជាបាទប្រិមិត្តជាទីមត្រីយើងឃើញថាប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃប្រជាណាចក្រកម្ពុជាដែលសម្ដេចនៅវេលាថ្ងៃម្សិលមិញដដែលនេះក្នុងគណៈដែលអញ្ជើញពិនិត្យវឌ្ឍនភាពបាននៃការផលិតទៅលើឯកសណ្ឋានយោធានៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងដោយមុននេះតារីបានបង្ហាញជូនអញ្ចឹងគឺថាប្រសាសន៍របស់សម្ដេចបានផ្ដោតសំខាន់បាទទៅលើវិស័យការពារជាតិនិងសន្តិសុខជាតិ
អញ្ចឹងសម្ដេចបានបញ្ជាក់ឲ្យថាសម្ដេចនឹងឈានទៅជួយរាជរដ្ឋាភិបាលលើការផលិតសម្ភារៈដែលតាក់ទងទៅនឹងវិស័យការពារជាតិនិងសន្តិសុខជាតិរបស់កម្ពុជានេះសម្ដេចក៏បានបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្ដេចផ្ទាល់មិនទុកឲ្យនរណាមកមើលងាយកម្ពុជាបានទេមិនទុកឲ្យនរណាប្រមាថកម្ពុជានោះទេហើយកម្ពុជាត្រូវមានសេចក្តីថ្លៃថ្នូរលើការងារការពារជាតិមាតុភូមិរបស់ខ្លួនសម្ដេចប្រមុខរដ្ឋស្ដីទីនៅបានបង្ហាញទៀតថាដរាបណាសម្ដេចនៅគឺត្រូវតែពង្រឹងវិស័យការពារជាតិនេះឲ្យរឹងមាំឲ្យកម្ពុជាពង្រឹងវិស័យការពារជាតិនេះមិនមែនដើម្បីទៅឈ្លានពាននរណានោះទេក៏ប៉ុន្តែគឺដើម្បីពង្រឹងសន្តិសុខជាតិរបស់ខ្លួនតែប៉ុណ្ណោះសមត្ថភាពរបស់កម្ពុជាគឺអាចធ្វើបាននៅពេលខាងមុខឯងចាំមើលឧស្សាហកម្មយោធារបស់កម្ពុជាប៉ុណ្ណានេះគឺជាការបញ្ញាចិត្តក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់នៅក្នុងប្រទេសកម្ពុជាជួយដល់រាជរដ្ឋាភិបាលប៉ុន្តែក្មួយទាំងឡាយដែលធ្វើការនៅទីនេះត្រូវតែបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពប្រសិនបើគ្មានប្រសិទ្ធភាពទេគ្មានគុណភាពទេมันអាចយកទៅប្រពាក់ឲ្យកងទ័ពទេជីវិតកងទ័ពសំខាន់ខ្លាំងណាស់ជីវិតមនុស្សសំខាន់ដូច្នេះមិនអាចគិតជាបានទេក្នុងការផលិតត្រូវតែធានាចំពោះក្របប្រភេទណាខ្លះតែយើងផលិតហើយស្តង់ដាររបស់យើងគឺមានស្តង់ដារគ្រប់គ្រាន់តែបាញ់មិញដើរមើលទោះបីតែយើងមិនទំនើបហួសហេតុទេប៉ុន្តែយើងមានសមត្ថភាពដើម្បីឆ្លើយតបតាមទៅលើការងារមួយចំនួនដែលជាតម្រូវការទាំងកងទ័ពនៅជួរមុខទាំងអ្នកដែលប្រតិបត្តិការផ្សេងដែលអាចត្រូវមានការចាំបាច់ត្រូវប្រើប្រាស់បាទនៅក្នុងឱកាសវេលានោះដែរសម្ដេចតេជោក៏បានគូសរំលឹកបញ្ជាក់ឲ្យថាមធ្យោបាយការពារជាតិរបស់កម្ពុជាក៏កំពុងតែបន្តធ្វើហើយនឹងផលិតជារឿងច្រើនថែមទៀតដើម្បីពង្រឹងទៅលើវិស័យការពារជាតិរបស់កម្ពុជាដែលនេះគឺជាការលើកឡើងរបស់សម្ដេចតេជោដើម្បីពង្រឹងវិស័យការពារជាតិក៏ប៉ុន្តែប្រសាសន៍របស់សម្ដេចបានមានប្រសាសន៍បញ្ជាក់ឲ្យថាការពង្រឹងវិស័យការពារជាតិឲ្យរឹងមាំនេះកម្ពុជាមិនមែនដើម្បីទៅឈ្លានពាននរណានោះទេប៉ុន្តែកម្ពុជាពង្រឹងសន្តិសុខជាតិរបស់ខ្លួនតែប៉ុណ្ណោះនោះបាទចាត់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងនៅតែបន្តសម្រងនៅប្រសាសន៍សម្ដេចតេជោដែលការពីម្សិលមិញនេះលោកបានមានប្រសាសន៍ច្រើនចំណុចមែនតើដែលចង់បញ្ជាក់ទៅកាន់បងប្អូនជនរួមជាតិតាក់ទងទៅនឹងបញ្ហាមួយចំនួនជាពិសេសគឺជំវិញវិស័យការពារជាតិតែម្ដងនៅក្នុងអំឡុងពេលដែលចោះត្រួតពិនិត្យវឌ្ឍនភាពនៃការផលិតនៅសម្ភារៈយោធារបស់រោងចក្រមួយកន្លែងនៅក្នុងខេត្តបាត់ដំបងដោយនៅក្នុងនោះសម្ដេចតេជោហ៊ុនសែនដែលជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីក្រោយពេលដែលសម្ដេចត្រឡប់មកដល់ភ្នំពេញវិញនិងជួបជាមួយនឹងឈ្មួញដែលនាំនៅសាច់បង្កកពីប្រទេសថៃចូលមកកាន់កម្ពុជាហើយសម្ដេចបញ្ជាក់ថាត្រូវតែស៊ើបអង្កេតទៅលើករណីនេះចំពោះអ្នកពាក់ព័ន្ធទាំងអស់ទាំងឈ្មួញនិងមន្ត្រីពាក់ព័ន្ធមិនឲ្យរួចខ្លួននៅឡើយសម្ដេចតេជោបញ្ជាក់ជាថ្មីឲ្យរកឲ្យឃើញនិងបើកការស៊ើបអង្កេតឲ្យអស់ចំពោះអ្នកដែលពាក់ព័ន្ធនឹងការនាំចូលទំនិញនិងសាច់បង្កករបស់ថៃចូលមកកាន់កម្ពុជាដោយសម្ដេចបញ្ជាក់អំពីឲ្យបញ្ឈប់និងដកខ្លួនជាបន្ទាន់ចំពោះអ្នកពាក់ព័ន្ធនឹងនាំទំនិញនិងសាច់បង្កកពីប្រទេសថៃនេះហើយទៅរករបបផ្សេងពីព្រោះយើងមិនដឹងថាគុណភាពនៃទំនិញរបស់ថៃនោះមានគុណភាពយ៉ាងដូចម្ដេចនោះទេខ្ញុំប្រកាសពីពេលកន្លែងនេះទៅយកម្សិលឆ្មក់ចូលកន្លែងទី1រកឃើញនៅសាច់បកកដែលចេញពីថៃចូលស្រុកខ្មែរភ្លេងដល់ពេញស្រាវជ្រាវអត់មានឲ្យរួចខ្លួនទេឥឡូវឲ្យប្រមូលតាំងពីអាអ្នកបើកឡានតាអ្នកពាក់ព័ន្ធទាំងអស់តាមផ្លូវគឺប្រមូលឲ្យមកហើយមួយទៀតគឺអីវ៉ាន់យល់សុទ្ធចឹងបានវាមិនអស់ទំនិញម៉ែអាណាស្តុកថាស្តុកបាតឃ្លាំងមិនតាន់អស់រយៈពេលមួយឆ្នាំដល់វាយកមកថ្មីមាននៅក្នុងកប៉ាល់របស់ខ្ញុំសម្ដាំទៅគួនស្រេកស្ដាំទៅអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតឲ្យអស់អត់ឲ្យទំនិញថៃណាចូលមករកស្រុកខ្មែរព្រោះថៃគឺថាយើងជាអ្នកទៅលួចទំនិញគេអញ្ចឹងអ្នកណាទៅលួចទំនិញអ្នកណា
ហើយការពិតបើនិយាយឲ្យត្រូវទៅយើងយកតំណែងមកដល់ពេញវាចាត់ទុកដូចទៅយើងទៅលួចគេចឹងដែរអញ្ចឹងទេបើឯងអញ្ចឹងដែរគឺថាអត់ទេខ្ញុំប្រោបផ្ដាច់បញ្ជាក់ពីទីក្រុងបាត់ដំបងទៅកាន់ទីក្រុងភ្នំពេញនិងគ្រប់ទីកន្លែងឈប់ជាបន្តដកខ្លួនជាបន្តហើយរកមករបបផ្សេងកុំទៅដឹកអារបស់គេអត់ឯងពេញខ្ចប់ព្រោះអានឹងមិនដឹងថាគ្រោះថ្នាក់យ៉ាងម៉េចជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋអានឹងខ្ញុំសូមបញ្ជាក់ហើយសម្ភារៈមួយចំនួននៅពេញធ្លាក់ផងចឹងវាមកតាមណាប្រមូលអស់តាំងពីអាអ្នកបោកឡានតាំងពីអស់អីណាហើយតកែទុកតកែខ្លះឲ្យខ្ញុំសួរចម្លើយតល់ដើម្បីខ្ញុំត្រឡប់ទៅភ្នំពេញនេះខ្ញុំចង់ជួបពួកតកែនឹងតល់អត់ជួបម្នាក់ម្ដងសួរនិយាយត្រង់មកឲ្យលុយអាណាខ្លះហើយធ្វើរមិចយកតំណែងថៃចូលមកស្រុកខ្មែរបានហើយនៅប្រទេសថៃមានឈ្មោះអីខ្លះដើម្បីយើងផ្សព្វផ្សាយឲ្យទៅប្រទេសថៃព្រោះប្រទេសថៃតែគេរកមកពួកអានេះរហូតពួកនឹងដែរបើអញ្ចឹងយើងចាប់បានអានេះរហូតពួកនៅស្រុកខ្មែរយើងប្រកាសឈ្មោះអាហ្នឹងទៅឲ្យប្រទេសថៃគេស្រាវជ្រាវដែរអញ្ចឹងយើងអត់មានត្រូវការតំណែងពីប្រទេសថៃទេយើងត្រង់អញ្ចឹងណាបងឲ្យវាច្បាស់ជាមួយគ្នាហើយខ្ញុំបញ្ជាក់ទឹកក្រោយឲ្យពឹងមានពិនិត្យបត់ចត់មើលឲ្យវាច្បាស់មើលថាមកតាមទឹងតែងអាហ្នឹងមកទឹករួចមកតាមទឹងតែងហើយប៉ុន្តែមាននៅនេះឥឡូវតាមព័ត៌មានមើលចាប់ពីយប់នឹងទៅនៅអាដែងព្រំដែនបាត់ដំបងឮថាគេបើកធ្វើរ៉ូស៊ីពីម៉ោង11យប់ទល់ម៉ោង4ព្រឹកចឹងតាមមើលអាហ្នឹងអារម្មណ៍ទុកលូមើលច្បាស់វាយវាបាក់ជើងមើលនិយាយត្រង់មកនិយាយវាមិនស្រាប់វាមានបំណងតែនិយាយវាមិនស្រាប់វាមានបំណងហើយបើមិនបំណងទេហើយធម្មតាតែគេចាប់ហើយតដៃគឺវាយមកបំណងព្រោះគេយកមកចោតគុកអាហ្នឹងវាប៉ុណ្ណឹងអាហ្នឹងសូមបញ្ជាក់សូមបញ្ជាក់ដែរថានៅក្នុងរយៈពេល2ថ្ងៃគឺនៅថ្ងៃទី10និងទី11ខែមិថុនានេះសមត្ថកិច្ចបានរកឃើញឃ្លាំងស្តុកចំនួន2កន្លែងនៅក្នុងខណ្ឌរសីកែវនិងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញដែលបាននាំចូលសាច់បង្កកប្រមាណជាង200តោនដែលឈ្មួញនាំមកពីថៃចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀតចាអញ្ចឹងចំណុចនេះសំខាន់ណាស់ដែលសម្ដេចនាយកបានសង្កត់ធ្ងន់តាំងពីបញ្ហាការនាំចូលនៅប្រភេទទុរេនពីប្រទេសថៃមកម្លេះសម្ដេចគឺតែងតែរំលឹករវេទិកាទាំងអស់ឲ្យជួបនឹងឲ្យតែជួបជាមួយនឹងប្រជាពលរដ្ឋនិងមានឱកាសនៅក្នុងការមានប្រសាសន៍ទៅកាន់បងប្អូនជនរួមជាតិលោកតែងតែរំលឹកថាយើងត្រូវតែហាមដាច់ខាតនៃការនាំចូលនៅប្រភេទទំនិញរបស់ថៃចូលមកកាន់កម្ពុជាជាពិសេសប្រភេទទំនិញដែលគ្មានគុណភាពពីព្រោះថាទន្ទឹមនឹងការឈឺចាប់ពីការឈ្លានពានរបស់ថៃហើយបើសិនជាមានការលួចនាំចូលដែលមានការគប់គិតរវាងមន្ត្រីនិងឈ្មួញដែលអាត្មានិយមវាប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋតែម្ដងជាការពិតបាទអ្វីដែលយើងឃើញថាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចដែលបានដាក់ចេញបាទគឺជាប្រសាសន៍ដ៏ធ្ងន់មួយសម្រាប់ជនរួមជាតិទាំងអស់គឺចូលរួមអនុវត្តហើយនឹងការចូលរួមដើម្បីការពារនិងការទប់ស្កាត់ហើយជួយរកឲ្យឃើញថាតើមានបទល្មើសនឹងលួចលាក់នៅកន្លែងណាទៀតអញ្ចឹងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនៅក្នុងទឹកដីខាងខេត្តបាត់ដំបងបានសង្កត់ធ្ងន់ហើយថាសម្ដេចបានចាត់វិធានការចំពោះមន្ត្រីណាដែលគប់ខិតបាទទៅលើជាមួយនឹងឈ្មោះនាំចូលនៅសាច់បង្កកទាំងឡាយហើយចូលមកដល់ក្នុងរាជធានីភ្នំពេញហើយអ្វីសំខាន់ទៀតគឺមិនឲ្យមានការនាំចូលពីខាងប្រទេសថៃនោះហើយអ្វីសំខាន់ទៀតឃើញថាប្រជាពលរដ្ឋពួកគាត់ក៏បានប្រកាសគាំទ្រទៅនឹងចំណាត់ការគឺជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោផងដែរបាទដែលប្រសាសន៍របស់សម្ដេចថានឹងចាត់វិធានការទៅលើមន្ត្រីដែលខុបខិតជាមួយនឹងឈ្មោះនាំសាច់បង្កកពីប្រទេសថៃចូលប្រទេសកម្ពុជាពីព្រោះថាមន្ត្រីបែបនេះពុំមែនជាមន្ត្រីដែលជួយកម្ពុជានោះទេគឺជាមន្ត្រីដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះហើយនឹងក៏ជាមន្ត្រីដែលស្រឡាញ់ជាតិសាសន៍ដទៃដូច្នេះត្រូវតែដកចេញពីតំណែងរឹបអូសទ្រព្យសម្បត្តិនិងដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរបំផុតបាទយើងឃើញថាប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថាមកដល់ម៉ោងនេះហើយហេតុអ្វីនៅមានមន្ត្រីឥតខួរបែបនេះទៀតសុខចិត្តបាទឲ្យទំនិញខូចគុណភាពប្រទេសចោលនោះឲ្យមកបំផ្លាញសុខភាពពលរដ្ឋខ្មែរខ្លួនឯង
សូមសម្ដេចចាត់វិធានការឲ្យបានតឹងរឹងបំផុតដើម្បីលុបបំបាត់មន្ត្រីខកខូចឲ្យអស់ទុកតែមន្ត្រីល្អៗបម្រើប្រជាពលរដ្ឋបានហើយ ពេញចិត្តដែលសម្ដេចលើកឡើងហ្នឹងពេញចិត្តថាទ្រាំទ្រ 100% ឲ្យតែថាឃើញចាប់បានកន្លែងណាមន្ត្រីណាដែលថានាំចូលហ្នឹងដាក់ទោសទណ្ឌដកចេញជាល្អតែហ្មងហ្នឹងអត់ចង់បានរបស់នាំចូលហ្មងឥឡូវកុំឲ្យប្រជាពលរដ្ឋកើតជំងឺច្រើនពេកមហារីកច្រើនណាស់រាល់ថ្ងៃឥឡូវធ្វើម៉េចឲ្យសម្ដេចជួយថាកម្ចាត់រឿងនាំចូលកុំឲ្យនាំចូលហ្មងពិសេសមន្ត្រីនៅព្រំដែនហ្នឹងហ្មងហ្នឹងធ្វើម៉េចថាកុំឲ្យនាំចូលបាត់អត់ចង់បានរបស់គេចូលនាំចូលអញ្ចឹងណា ព្រោះស្រុកខ្មែរយើងមានខ្វះអីផងថ្ងៃនេះវាបបោហូវីហើយនៅតែជួយថៃដដែលបើនៅតែនាំចូលបើបិទប៉ុណ្ណឹងហើយនៅតែនាំចូលទៀតកុំឲ្យនាំចូលហើយនៅតែនាំចូលទៀតហ្នឹងអត់ទ្រាំទ្ររឿងនាំចូលហ្នឹងហ្មងព្រោះវាអត់ល្អទេតំណែងដែលថានាំចូលហ្នឹងគឺសិតតែគ្រឿងបង្កកទាំងអស់ហ្នឹងបើថារកឃើញមន្ត្រីណាដែលថានាំចូលហ្នឹងដាក់ទោសទណ្ឌដកចេញជាល្អតែហ្មងហ្នឹងបាត់កន្លែងហ្នឹងហ្មងទៅព្រោះអត់ចង់បានមន្ត្រីណាដែលនៅពុកលួយដងកាលទៀតណាសម័យហ្នឹងហើយនេះសូមឲ្យជួយជាតិយើងនេះសូមឲ្យទ្រាំទ្ររបស់ក្នុងស្រុកណា ហ្នឹងហើយចង់បានប៉ុណ្ណឹង ជម្រាបសួរពុកម៉ែបងប្អូនអរគ្នាក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបគឺខ្ញុំចូលចិត្តនិងពេញចិត្តប្រសាសន៍របស់សម្ដេចគាត់និយាយនេះគឺជាការត្រឹមត្រូវខ្ញុំគាំទ្រពេញទំហឹងបើគ្មានមន្ត្រីបើកដៃទេក៏គ្មានជាមួយនាំចូលទេមន្ត្រីរពុកលួយយ៉ាងហ្នឹងគឺត្រូវរត់ចាប់ឲ្យអស់ដាក់គុកក៏បានដកទ្រព្យសម្បត្តិក៏បានឲ្យអស់ពីប្រទេសកម្ពុជារបស់យើងបើគ្មានមន្ត្រីបើកដៃទេក៏គ្មានជាមួយណានាំចូលបានទេមន្ត្រីបែបនេះគឺជាមន្ត្រីដែលថាជួយប្រទេសគេទេសម្រាប់ខ្មែរគ្នាឯងតំណែងនៅស្រុកខ្មែរយើងគឺមានច្រើនណាស់មិនបាច់ប្រើរបស់គេទេមន្ត្រីណាដែលពុកលួយបែបនេះគឺដកចេញទាំងអស់ខ្ញុំសង្ឃឹមថានឹងមានមន្ត្រីល្អៗជាច្រើនដែលស្មោះសរស្រឡាញ់ប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋបានល្អខ្ញុំគាំទ្រសម្ដេច 100% ព្រោះថាកុំឲ្យផលិតផលចោលសៀមមកប្រទេសយើងមិនគួរណាឲ្យនាំចូលទេព្រោះថាបច្ចុប្បន្នយើងមានវិវាទព្រំដែនជាមួយវាអញ្ចឹងយើងត្រូវនាំគ្នាគាំទ្រផលិតផលខ្មែរយើងកុំនាំគ្នាគាំទ្រផលិតផលចោលសៀមអីបើរកឃើញមន្ត្រីដែលខលខូចសូមឲ្យរាជរដ្ឋាភិបាលនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អនុវត្តដាក់ទោសទណ្ឌតាមវិធីច្បាប់តាមតុលាការអញ្ចឹងដើម្បីឲ្យមន្ត្រីរៀងចាលនិងលោបបំបត្តិភាពពុករលួយនាំចូលប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនបើសិនជាមានមន្ត្រីណាដែលខុបខិតពីតំណែងសៀមខ្ញុំពេញចិត្តនឹងប្រសាសន៍របស់គាត់នឹងដកតំណែងចេញនឹងអស់រឹបទ្រព្យសម្បត្តិនឹងមានទោសទណ្ឌដល់មិនលើកលែងដោយសារតែមន្ត្រីទាំងអស់ហ្នឹងធ្វើយ៉ាងនោះទៅមិនមែនជួយខ្មែរទេគឺជួយសៀម ដើម្បីគេមានសេដ្ឋកិច្ចដែលអាចនឹងទិញសភាវុធធ្វើបាបខ្មែរនិងដណ្ដើមដីខ្មែរយើងបន្តទៅទៀតដល់ដំណាក់កាលនេះហើយមន្ត្រីដែលគាត់ឃុំខិតបន្តទៅទៀតមិនដឹងថាមន្ត្រីនឹងគាត់គិតយ៉ាងម៉េចទេហើយក៏មិនដឹងថាគាត់នឹងជាសាសខ្មែរឬក៏មិនមែនជាសាសរបស់ខ្មែរយើងទេបើសិនជាសាសខ្មែរយើងគឺគាត់មិនធ្វើអញ្ចឹងទេបាទកុំកេងផលប្រយោជន៍ដើម្បីផ្ទាល់ខ្លួន មកធ្វើបាបខ្មែរដូច្នេះបើសិនជារកឃើញមែងសូមឲ្យសម្ដេចកុំលើកលែងឲ្យសោះត្រូវតែដាក់ទោសឲ្យមឹងម៉ាត់យ៉ាងធ្ងន់ធ្ងរជាទីបំផុត សូមបញ្ជាក់ជូនផងដែរថាប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងដូចនេះគណៈដែលសម្ដេចអញ្ជើញជួបសន្និសនាជាមួយនឹងក្រុមប្រឹក្សានិងមន្ត្រីនៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 ម្សិលមិញហើយសម្ដេចក៏បានថ្លែងទៀតដែរថាហាងនាំចូលសាច់បង្កកពីថៃមិនឲ្យរួចខ្លួននោះទេដោយសម្ដេចបានចោទសួរថាបង្ក្រាបឃើញសុទ្ធតែតំណែងថៃតើចូលតាមណាសុទ្ធតែទាំងកុងទីន័រនិងឃ្លាំងសម្ដេចបានមានប្រសាសន៍បញ្ជាក់ថាអត់មានមន្ត្រីណារួចខ្លួនដោយសារតែអមដំណើរតំណែងនៃពីក្រុមហ៊ុននឹងទេការបង្ក្រាបលើករណីនេះនឹងស្រាវជ្រាវឲ្យដល់ឫសគល់ហើយសម្ដេចបានបញ្ជាក់ទៀតថានឹងចាត់វិធានការចំពោះមន្ត្រីដែលបានខុបខិតជាមួយនឹងឈ្មួញដែលនាំសាច់បង្កកទាំងនេះចូលមកកម្ពុជាថែមទៀតបាទក៏សូមបញ្ជាក់ដែរថាកាលពីថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2026 មកថ្មីនេះសមត្ថកិច្ចចម្រុះនិងអាជ្ញាធររាជធានីភ្នំពេញបានឆ្មក់បង្ក្រាបឃ្លាំងស្តុកសាច់បង្កកចំនួន 2 ទីតាំងដោយរកឃើញសាច់បង្កកជាច្រើនប្រភេទរាប់រយតោនហើយក្នុងនោះកម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នជាច្រើនហើយសហការជាមួយនឹងអាជ្ញាធរខណ្ឌរសីកែវខណ្ឌមានជ័យនិងខណ្ឌសែនសុខបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដែលមានដូចជាប្រហិតសាច់ក្តាមសាច់គោសាច់បង្កងហើយនិងសាច់មាន់ទាជាដើមដែលមានទម្ងន់នឹងរាប់រយតោនឯណោះក្រោយសង្ស័យថាសាច់បង្កកទាំងអស់ភាគច្រើនគឺថានាំចូលមកពីប្រទេសថៃតែម្ដងនោះបាទចាត់ទស្សនិកជនជាទីមេត្រីនេះគឺជាទស្សនៈនៃការលើកឡើងប្រជាពលរដ្ឋនិងយុវជនដែលជាកម្មកររោងចក្រសហគ្រាសពេញចិត្តច្បាប់កាតព្វកិច្ចយោធាហើយក៏
ស្ម័គ្រចិត្តនៅក្នុងករណីបើសិនជារដ្ឋាភិបាលត្រូវការប្រជាប្រដ្ឋដែលជាអាជីវករនិងក្រុមយុវជនជាកម្មករកម្មការិនីដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសនានាបានបង្ហាញការពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយប្រសិនបើប្រទេសជាតិឬក៏រាជរដ្ឋាភិបាលតម្រូវការជាចាំបាច់ក៏ពេញចិត្តចូលរួមដើម្បីការពារបរណភាពទឹកដីការពារអធិបតេយ្យភាពជាតិនោះដែរជាក់ស្ដែងយុវជនជាច្រើនអ្នកបានលើកឡើងថាការការពារជាតិគឺមានសារៈសំខាន់ណាស់ហើយពួកគាត់ក៏សប្បាយចិត្តដែលរាជរដ្ឋាភិបាលបានផ្ដល់ឱកាសដល់យុវជនគ្រប់រូបនិងមិនរើសអើងហើយសម្រាប់ពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចដែរក្នុងការចូលរួមការពារជាតិការពារទឹកដីក្នុងករណីរដ្ឋត្រូវការជាចាំបាច់ជាមួយគ្នានេះពួកគេក៏អំពាវនាវដល់យុវជនទាំងអស់ពិសេសយុវជនមួយចំនួនដែលចូលចិត្តដើរលេងឬក៏គ្មានការងារធ្វើសូមចូលរួមកាតព្វកិច្ចយោធាឲ្យបានគ្រប់គ្នាចំពោះខ្ញុំយល់ថាវាល្អខ្លាំងមែនតើមកនៅសារអីពេលដែលគាត់អនុញ្ញាតបើកសិទ្ធិសេរីភាពឲ្យយុវជនយើងចូលក្នុងយោធាទាហានហ្នឹងគឺបានជួយដល់ប្រទេសជាតិរបស់យើងច្រើនមានផលប្រយោជន៍តាក់ទងជាមួយនឹងការការពារជាតិក៏ដូចជាជួយនៅក្នុងសង្គមយើងផ្ទាល់ហ្មងហើយយើងក៏មានសិទ្ធិក្នុងការចូលដោយមិនរើសអើងបើសិនជាបងយុវជនដែលគាត់មានចិត្តចង់ចូលធ្វើជាកងទ័ពចឹងបងអាចស្ម័គ្រចិត្តចូលបានដាក់កាយដាក់ចិត្តចំពោះការចូលរួមជួយការពារជាតិរបស់យើងដោយការស្រឡាញ់ជាតិចឹងណាបងសប្បាយចិត្តបងសប្បាយចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលផ្ដល់ឲ្យយុវជនចូលការពារជាតិដើម្បីការពារទឹកដីរបស់ខ្មែរយើងបងបាទស្ម័គ្រចិត្តបងទទួលបានយកទៅការពារជាតិទឹកដីយើងខ្ញុំចូលរួមការពារទឹកដីចូលជាយោធាម្នាក់ដើម្បីការពារទឹកដីរបស់យើងពីចៅស្នេហ៍ពីនសៀមបាទសូមឲ្យពួកគាត់ឈប់ដើរលេងបញ្ហាតាមដងផ្លូវសូមឲ្យពួកគាត់ចូលការពារកងទ័ពការពារទឹកដីរបស់ខ្មែរយើងទាំងអស់បាទអរគុណដល់រដ្ឋាភិបាលដែលផ្ដល់ឲ្យយុវជនយើងចូលបម្រើកងទ័ពដើម្បីការពារទឹកដីពីចៅស្នេហ៍ពីនយើងបាទខ្ញុំសូមអរគុណដល់រដ្ឋាភិបាលដែលផ្ដល់ឱកាសឲ្យយុវជនទាំងអស់គ្នាចូលបម្រើកងទ័ពបាទខ្ញុំសូមបងប្អូនយើងខ្មែរដើរលេងឈប់បានឈប់ទៅវាមិនល្អទេអារឿងហ្នឹងហ្នឹងធ្វើការធ្វើងារជួយម៉ែឪវិញទៅជាពិសេសយើងចូលបម្រើកងទ័ពទៅល្អជាងដើម្បីជាតិទឹកដីយើងបើសិនជារាជរដ្ឋាភិបាលត្រូវការខ្ញុំចូលបម្រើកងទ័ពដើម្បីឲ្យប្រទេសយើងមានសន្តិភាពកុំឲ្យគេឈ្លានពានទឹកដីខ្មែរយើងបើសិនរាជរដ្ឋាភិបាលត្រូវការកងទ័ពខ្ញុំស្ម័គ្រចិត្តគឺក៏សប្បាយចិត្តរីករាយនឹងបំពេញកាតព្វកិច្ចយោធាដើម្បីប្រទេសជាតិមាតុភូមិរបស់ខ្ញុំមិនឲ្យគេឈ្លានពានក្នុងនាមខ្ញុំជាយុវជនខ្ញុំមានតែជំរុញឲ្យយុវជនទាំងអស់គ្នាចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិមាតុភូមិរបស់យើងចំណែកប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅមុខរោងចក្រសហគ្រាសនានាក៏បានបង្ហាញការពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះព្រោះដើម្បីជាតិរឹងមាំជាពិសេសដើម្បីការពារបរណភាពទឹកដីការពារសន្តិភាពនិងការពារពីការឈ្លានពានពីប្រទេសជិតខាងជាមួយនេះពួកគាត់ក៏បង្ហាញពីការអាណិតអាសូរចំពោះវីរៈកងទ័ពដែលកំពុងតែឈរជើងការពារទឹកដីយ៉ាងខ្លាំងដែលមិនបានរស់នៅដោយសុខសេចក្តីសុខដោយដែលពួកគាត់កំពុងនៅជួរក្រោយតែទោះបីជាយ៉ាងណាក៏ដោយពួកគាត់ថាការការពារជាតិគឺជារឿងសំខាន់ហើយប្រសិនបើពួកគាត់មានកូនប្រុសក៏ឲ្យកូនទៅចូលរួមអនុវត្តច្បាប់កាតព្វកិច្ចយោធាឲ្យខាន់តែបានផងដែរអូយសប្បាយចិត្តណាស់លោកគ្រូអើយសប្បាយចិត្តណាស់ដែលជាកងទ័ពឲ្យបម្រើកងទ័ពបងខ្ញុំមានកូនមានចៅក៏ឲ្យទៅការពារទឹកដីខ្មែរយើងកុំឲ្យមានជនទី2មកគេមកឆ្លងកាត់ឈ្លានពានទឹកដីខ្មែរយើងអរគុណសម្ដេចដែលគាត់មានច្បាប់ល្អបានដឹកនាំឲ្យកូនជួយឲ្យកូនចៅកុំឲ្យវានៅដើរលេងកូនគេកូនខ្ញុំមានកូនក៏ឲ្យទៅដែរបម្រើប្រទេសជាតិសប្បាយចិត្តចាសូមសំណូមពរដល់ក្មួយកូនចៅទាំងអស់ជួយកុំនៅដើរលេងភ្លិតភ្លើនជួយការពារទឹកដីបម្រើកងទ័ពខ្មែរយើងដែលសម្ដេចគាត់មានច្បាប់ចឹងគឺត្រឹមត្រូវល្អណាស់កុំឲ្យកូនចៅដើរលេងភ្លិតភ្លើនអីចូលបម្រើប្រទេសជាតិទៅការពារទឹកដីខ្មែរយើងកុំឲ្យគេឆ្លងឈ្លានពានទឹកដីខ្មែរយើងឲ្យទៅអូនបើមានកូនធំអីឲ្យទៅ
bạn là y ăn miên con tê và miên con thông ao tư là na cũng ao việc mình về tầm nương đa lên si phật ai giang nom ao thưa con tua thưa ai tê là ôn ខ្ញុំមានគំនិតថាគាត់ធ្វើអញ្ចឹងល្អដើម្បីឲ្យបង្រឹងយោធាយើងអញ្ចឹងណាតែគាត់ថាខ្ញុំសោកស្ដាយខ្ញុំអត់មានកូនប្រើអត់មានកូនប្រើចូលអញ្ចឹងហើយបើសិនជាយុវជនយើងទាំងអស់មានចិត្តឲ្យថាស្រឡាញ់ទឹកដីអញ្ចឹងល្អហើយខ្ញុំគ្រប់គ្រងគំនិតរដ្ឋាភិបាលមួយទៀតគាត់ឲ្យក្មេងទំនើងទៅជួយធ្វើការនៅលានដ្ឋានអញ្ចឹងក៏ជាគំនិតល្អមួយដែរតែនៅថាអាណត្តិពួកកងទ័ពជួមុខអញ្ចឹងណាយើងបានមកលក់ដូរត្រឹមត្រូវពួកគាត់ប្រឈមមុខរាល់ថ្ងៃអញ្ចឹងណាបងចាអត់មានអីទៀតទេមានតែសោកស្ដាយប្រទេសយើងអញ្ចឹងកុំអីយើងក៏ដូចថាមានជីវភាពមិននេះដែរណាមិនពិបាកខ្លាំងអញ្ចឹងដែរដល់ឥឡូវសេដ្ឋកិច្ចអញ្ចឹងយើងម្នាក់ទាំងគេទាំងខ្ញុំត្រូវការឲ្យថាមានកូនចិត្តជួយប្រទេសជាតិចូលរួមចំណែកតិចតួចតាមលទ្ធភាពដែលយើងមានអញ្ចឹងណាតែបើយុវជនទាំងអស់គាត់ស្វែងយល់ថាការចូលយោធាគឺជាការល្អគឺល្អមែនតែនហ្មងខ្ញុំស្ដាយខ្ញុំមានកូនប្រុសបើមានក៏ខ្ញុំជំរុញគាត់ឲ្យចូលធ្វើដែរបងចាខ្ញុំសូមសំណូមពរដល់ឪពុកម្ដាយទាំងអស់មិនថាវាត្រូវឲ្យប្រឈមមុខនឹងអាយុជីវិតតែដើម្បីទឹកដីយើងមិនថាស្រីប្រុសទេគ្រប់អាយុអញ្ចឹងបើសិនជាពួកគាត់មានថាមានចិត្តចង់ឲ្យយើងអាចជួយជំរុញគាត់បានគឺល្អចាពួកអីឲ្យមិនមែនទឹកដីតែម្នាក់ទេគឺទាំងអស់គ្នាចា ការបង្ហាញឆន្ទៈរបស់យុវជនដែលជាកម្មការនីនិងបងប្អូនប្រជាប្រដ្ឋខាងលើនេះគឺឆ្លុះបញ្ចាំងពីស្មារតីស្នេហាជាតិការទទួលខុសត្រូវចំពោះសង្គមនិងការបដិញ្ញាចិត្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ជាតិបូរណភាពទឹកដីនិងសុខសន្តិភាពរបស់ប្រជាជនកម្ពុជាហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនផងដែរចា៎នេះគឺជាទស្សនវិជ្ជាលើកឡើងរបស់យុវជនកន្លងទៅ BTV ក៏បានជួបសម្ភាសជាបន្តបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាឪពុកម្ដាយនិងអាណាព្យាបាលរបស់យុវជនដែលមានវ័យដែលអាចចូលបំពេញកាតព្វកិច្ចយោធាបានពួកគាត់សុទ្ធតែបង្ហាញពីការគាំទ្រនិងជំរុញឲ្យកូនរបស់ខ្លួនចូលរួមនៅក្នុងការបំពេញកាតព្វកិច្ចយោធានៅក្នុងករណីយុវជនគឺត្រូវតែមានកាតព្វកិច្ចហើយយុវនារីគឺនៅក្នុងគោលការណ៍ស្ម័គ្រចិត្តពួកគាត់បានលើកឡើងដូចគ្នាពិតជាមានសារៈសំខាន់និងមានមោទនភាពដែលអាចនឹងចូលរួមចំណែកនៅក្នុងការការពារបូរណភាពទឹកដីតាមរយៈការចូលរួមបំពេញកាតព្វកិច្ចយោធាបន្ថែមពីលើនេះដោយដែលលោកនាងបានជ្រាបហើយដោយសារតែប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាលោកតែងតែបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋតាក់ទងទៅនឹងសារៈសំខាន់នៃការបំពេញកាតព្វកិច្ចយោធាក្រៅតែពីពង្រឹងវិន័យក្រៅតែពីការបណ្ដុំបណ្ដាលទៅលើជំនាញគេហៅថាបច្ចេកទេសយោធាទៅដល់យុវជនក៏ជាការពង្រឹងស្មារតីក៏ដូចជាបង្កើតនៅការស្នេហាជាតិនៅក្នុងស្រទាប់យុវជនដើម្បីឈានទៅដល់ការការពារទឹកដីនិងមិនឲ្យរដ្ឋបរទេសណាមួយឈ្លានពានលើទឹកដីកម្ពុជានោះឡើយបាទអ្វីដែលរំលេចបន្ថែមជូនលោកអ្នកបានទទួលជ្រាបទៀតយើងនៅតែផ្ដោតសំខាន់ទៅនឹងការបញ្ជាក់ពីសំណាក់យុវជនដែលមើលឃើញថាបច្ចុប្បន្នគឺក្នុងបរិបទមួយដែលបញ្ហាពិភពលោកបាទកំពុងតែមានការប្រែប្រួលផងរួមទាំងមានភាពមិនប្រកបវិជ្ជាផងជាពិសេសគឺកម្ពុជាយើងកំពុងតែរងនៅការឈ្លានពានពីខាងប្រទេសថៃថែមទៀតនោះអញ្ចឹងយើងឃើញថាយុវជនរបស់យើងនៅតែបង្ហាញពីការអនុវត្តច្បាប់កាតព្វកិច្ចយោធាជាការចាំបាច់ដែលបញ្ហាប្រឈមដោយបានលើកឡើងអញ្ចឹងជាក់ស្ដែងពីយុវជនអ៊ុនថារិទ្ធដែលជានិស្សិតកំពុងតែសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិក៏បានលើកឡើងផងដែរថាការអនុវត្តច្បាប់កាតព្វកិច្ចយោធានៅពេលនេះគឺជារឿងចាំបាច់បំផុតគណៈដែលពិភពលោកបាត់បង់សណ្ដាប់ធ្នាប់ហើយនឹងការឈ្លានពានពីប្រទេសជិតខាងព្រោះកាលណាយើងរឹងមាំនិងរីកចម្រើនគ្រប់ផ្នែកជាពិសេសគឺថាធនធានមនុស្សនិងសម្បូរទៅដោយយោធាបំរុងនោះទោះបីប្រទេសយើងតូចក្តីក៏គ្មានប្រទេសអាចមករំលោភបំពានយើងបានឡើយជាក់ស្ដែងដូចជាប្រទេសសង្ហបុរីជាដើមនោះនៅក្នុងបរិបទគេថាសណ្ដាប់ធ្នាប់ពិភពលោកកំពុងតែបាត់បង់មហាអំណាចរំលោភបំពានលើអ្នកទុនខ្សោយដូចយើងឃើញទាំងអស់គ្នាថាអាមេរិករំលោភបំពានលើអ៊ីរ៉ង់ហើយអ៊ីស្រាអែល
គាត់គឺជាមហាអំណាចមួយអាចថាជាមហាអំណាចតំបន់នៅក្នុងតំបន់មជ្ឈមបូព៌ាគាត់បែរទៅជាវិបាហាទៅលើប្រទេសផ្សេងនេះដែលទាំងអស់គ្នាគឺស្ថិតនៅក្នុងរង្វង់អង្គការសហប្រជាជាតិយើងទៅមើលមហាអំណាចរុស្ស៊ីវិញរំលោភបំពានទៅលើប្រទេសអ៊ុយក្រែនទាំងអស់នេះពិភពលោកកំពុងតែបាត់បង់សណ្ដាប់ធ្នាប់យ៉ាងខ្លាំងមែនទែនគឺដាច់ខាតគឺត្រូវតែមានកាតព្វកិច្ចយោធានៅពេលដែលប្រទេសយើងមានកាតព្វកិច្ចយោធានោះយើងនឹងមានកងទ័ពបំរុងកាលណាយើងមានកងទ័ពបំរុងច្រើននោះនឹងមិនអាចធ្វើឲ្យប្រទេសណាមកអាចឈ្លានពានយើងបានទេនេះគឺជាបរិបទនៃសកលលោកក៏ប៉ុន្តែយើងចាប់ផ្ដើមកលេចមកមើលបរិបទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញយើងឃើញថាសង្ហបុរីដែលជាប្រទេសដែលយើងនៅគៀកយើងមែនទែនប្រទេសទូចតើហេតុអីបានជាសង្ហបុរីមិនដែលមាននរណាអាចឈ្លានពានដែលគេតែងតែរហស្សនាមថាសង្ហបុរីនេះគឺជាបង្គីពលតែហេតុអីបានជាសង្ហបុរីជាបង្គីពលដែលប្រទេសណាក៏មិនអាចឈ្លានពានដែរគឺដោយសារតែសង្ហបុរីទី1យើងមើលឃើញថាគេមានកងទ័ពខ្លាំងគេមានកាតព្វកិច្ចយោធាចឹងបានន័យថាប្រជាជនគេម្នាក់គឺជាយោធាម្នាក់អញ្ចឹងនៅពេលណាដែលប្រជាជនគេម្នាក់គឺជាយោធាម្នាក់គឺស្ទើរតែគ្មានប្រទេសណាដែលអាចឈ្លានពានទេម៉ាឡេស៊ីក៏មិនហ៊ានឈ្លានពានសង្ហបុរីឥណ្ឌូនេស៊ីក៏មិនហ៊ានឈ្លានពានសង្ហបុរីដែលជាប្រទេសតូចហ្នឹងដែលគេស្ទើរតែប្រើកម្លាំងមកកញ្ញិចតែបន្តិចហ្នឹងគឺសង្ហបុរីគឺនៅដាច់ភឹងតែម្ដងក៏ប៉ុន្តែសង្ហបុរីខំប្រឹងប្រែងនៅក្នុងការអភិវឌ្ឍតាមវិស័យសេដ្ឋកិច្ចវិស័យយោធាហើយក៏បានជួយជំរុញឲ្យមានកាតព្វកិច្ចយោធាច្រើនដែរទន្ទឹមនឹងខ្ញុំសូមគូរំលឹកបីយ៉ាងតិចតែហេតុអីបានជាមើលឃើញថាសង្ហបុរីជាប្រទេសតូចតែអត់មានណាគេហ៊ានឈ្លានពានគឺដោយសារតែសង្ហបុរីធ្វើឲ្យខ្លួនឯងខ្លាចទៅជាផលប្រយោជន៍មហាអំណាចដែលមហាអំណាចទាំងអស់គ្មាននរណាមួយគេហៅថាអាចឈ្លានពានលើសង្ហបុរីបានទេព្រោះអីមហាអំណាចផលប្រយោជន៍មហាអំណាចគឺនៅសង្ហបុរីអញ្ចឹងនៅពេលដែលប៉ះផលប្រយោជន៍មហាអំណាចនោះមហាអំណាចនឹងចូលរួមនៅក្នុងការការពារសង្ហបុរីទៀតនេះគឺដែលយើងមើលឃើញទៅលើសង្ហបុរីគឺជាប្រទេសខ្លាំងមានកាតព្វកិច្ចយោធាយើងមើលបន្តទៀតនៅកូរ៉េខាងត្បូងក៏មានគេហៅថាការបំពេញកាតព្វកិច្ចយោធាយ៉ាងខ្លាំងក្លាមែនទែនគឺយើងឃើញថាមានសកម្មមែនទែនទៅលើកូរ៉េខាងត្បូងព្រោះអីគឺដើម្បីទប់ទល់ជាមួយនឹងគេហៅថាបដិបត្តិនៅពេលដែលកូរ៉េខាងជើងឈ្លានពានមកលើប្រទេសកូរ៉េខាងត្បូងជើងគឺត្រូវតែមានកាតព្វកិច្ចយោធាទាំងអស់យើងមើលឃើញថានៅបដិបត្តិនៅក្នុងអាស៊ាននេះស្ទើរតែគ្រប់ប្រទេសទាំងអស់ហើយក៏មានកាតព្វកិច្ចយោធាយើងមើលប្រទេសឡាវក៏មានកាតព្វកិច្ចយោធាហើយយើងមើលទៅមើលប្រទេសថៃដែលជាប្រទេសគូបដិបត្តិដែលគូប្រទេសឈ្លានពានយើងនេះក៏គេមានកាតព្វកិច្ចយោធាដែរតើពេលណាដែលកម្ពុជាត្រូវតែមានកាតព្វកិច្ចយោធាគឺពេលហ្នឹងហើយគឺកម្ពុជាត្រូវតែមានកាតព្វកិច្ចយោធាដើម្បីការពារអធិបតេយ្យភាពយើងគឺកាត់ចេញពីយុវជនយើងត្រូវតែចូលរួមបំពេញកាតព្វកិច្ចយោធានៅពេលណាដែលយើងអាចបំពេញកាតព្វកិច្ចយោធាគឺស្មើនឹងយើងចូលរួមក្នុងការជួយជាតិនៅពេលណាដែលជាតិមានកងទ័ពបំរុងច្រើននោះនឹងធ្វើឲ្យប្រទេសគ្មានប្រទេសណាដែលអាចហ៊ានឈ្លានពានយើងទេបាទនេះគឺជាទស្សនៈយល់ឃើញនឹងការលើកឡើងដោយការបង្ហាញពីភាពជាក់ស្ដែងរបស់ប្រទេសសង្ហបុរីទោះបីជាប្រទេសគេតូចក៏ប៉ុន្តែគឺមានសមត្ថភាពនិងភាពខ្លាំងសម្រាប់ការការពារប្រទេសរបស់គេនោះអញ្ចឹងហើយបានជំរុញឲ្យយុវជនរបស់យើងគឺចូលរួមក្នុងការអនុវត្តកាតព្វកិច្ចយោធាដើម្បីជាខឿនការពារជាតិដ៏រឹងមាំនោះចំណែកឯយុវជនម្នាក់ទៀតដែលតែងតែសកម្មនៅក្នុងសកម្មភាពសង្គមវិញហើយក៏ជាអតីតយុវជនប្រឆាំងនោះដែរគឺលោកម៉ូតគំរីបានលើកឡើងថាក្នុងបរិបទពិភពលោកកំពុងតែមានការប្រែប្រួលនិងខ្វះភាពប្រកបប្រជាជាពិសេសក្នុងកលៈទេសៈដែលប្រទេសថៃកំពុងតែឈ្លានពានកម្ពុជានេះការអនុវត្តច្បាប់កាតព្វកិច្ចយោធាគឺជាការចាំបាច់ហើយក៏មានសារៈប្រយោជន៍ច្រើនដែលសម្រាប់សង្គមបើទោះបីជាប្រទេសជាតិមានឬក៏គ្មានសង្គ្រាមក៏ដោយម្យ៉ាងទៀតនៅលើពិភពលោកប្រទេសណាក៏មានការអនុវត្តច្បាប់នេះដែររួមទាំងក្នុងតំបន់អាស៊ានយើងផងដែរដូច្នេះការអនុវត្តច្បាប់កាតព្វកិច្ចយោធាគឺជារឿងចាំបាច់បំផុតអញ្ចឹងតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៅក្នុងបច្ចុប្បន្ននេះយើងឃើញហើយថាវិស័យការពារជាតិក៏ជាវិស័យយោធានេះគឺមានការរីកចម្រើនខ្លាំងបាទអញ្ចឹងនៅពេលដែលច្បាប់កាតព្វកិច្ចយោធាដែលត្រូវបានដាក់ឲ្យអនុវត្តដោយរដ្ឋាភិបាលក៏ជាផ្នែកមួយនៃការពង្រឹងឬក៏ការធ្វើទំនើបកម្មផ្នែកយោធាដែរបាទយើងឃើញហើយថាក្នុងសមត្ថភាពយោធាបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារបស់យើងគឺនៅមានកម្រិតបាទហើយតាក់ទងជាមួយនឹងកងទ័ពដែលមានវ័យចាស់ដែលគាត់ពុំសូវមានគេហៅថាជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាក៏គាត់មានច្រើនដែរអញ្ចឹងនៅពេលដែលប្រទេសរបស់យើងមានច្បាប់កាតព្វកិច្ចយោធាបងប្អូនដែលមានអាយុដល់វ័យដែលគាត់អាចចាប់បាននៅក្នុងការរៀនបច្ចេកវិទ្យាថ្មីៗការធ្វើទំនើបកម្មផ្សេងៗគឺមានភាពងាយស្រួលមែនទែនក្នុង
ការរៀនសូត្រប្រកបហើយខ្ញុំសូមបញ្ជាក់ថាជំនាញយោធានេះមិនមែនមានតែបាញ់កាភ្លើងតែមួយមុខទេបាទមានទាំង IT មានទាំងការប្រើប្រាស់ drone មានទាំងការប្រើប្រាស់ប្រព័ន្ធ AI បាទបញ្ញាសិប្បនិម្មិតអញ្ចឹងតម្រូវឲ្យយោធារបស់យើងគឺត្រូវតែមានធនធានមនុស្សដែលរឹងមាំហើយកន្លែងនឹងដែរខ្ញុំសូមបញ្ជាក់បើងវងចកតិចប្រមុខរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានបញ្ជាក់ឲ្យថាដំណាក់កាលទី1ក្នុងឆ្នាំ2026នេះយើងនឹងមានយុវជនប្រមាណជា 1.5% ទៅ 2% បាទនៃយុវជនសរុបរបស់កម្ពុជារបស់យើងអញ្ចឹងបើយើងគិតពីតួលេខសរុបប្រហែលជាបាន 33,000 នាក់ដែរបាទក្នុងការចូលរួមបើសិនជាយើងគិតតែ 1.5% បាទអញ្ចឹងយុវជនទាំងអស់នេះបើសិនជាគាត់បានចូលរួមបំពេញកាតព្វកិច្ចយោធារយៈពេល24ខែបាទឬក៏2ឆ្នាំនោះគាត់នឹងមានសមត្ថភាពបាទទាំងជំនាញបច្ចេកទេសហើយគាត់អាចយកជំនាញទាំងអស់ហ្នឹងយកមកបំពេញនឹងអនុវត្តនៅពេលដែលគាត់ចប់កាតព្វកិច្ចយោធាហើយនៅពេលដែលប្រទេសរបស់យើងត្រូវការកម្លាំងយោធាគាត់អាចទៅចូលរួមបានបាទជំនួយមួយទៀតបាទក៏ជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែរបាទអត្ថប្រយោជន៍សម្រាប់ការអនុវត្តកាតព្វកិច្ចយោធាយើងដឹងហើយថាយោធានៅពេលដែលគាត់ចូលទៅវឹកហាត់នៅប្រទាយបាទគឺគាត់នឹងមានពិន័យល្អមានភាពរឹងមាំហើយអាចដោះស្រាយបញ្ហាបានភ្លាមបាទអញ្ចឹងនៅពេលដែលយើងមានសង្គ្រាមយើងត្រូវការកម្លាំងយោធាទៅដោះស្រាយបញ្ហានៅតាមព្រំដែនបាទប៉ុន្តែនៅពេលដែលប្រទេសរបស់យើងអត់មានសង្គ្រាមប៉ុន្តែមានគ្រោះមហន្តរាយផ្សេងក៏ត្រូវការកម្លាំងពួកគាត់ដើម្បីជួយប្រជាពលរដ្ឋដែរបាទទៅតាមភាពជាក់ស្ដែងបាទអញ្ចឹងការអនុវត្តកាតព្វកិច្ចយោធានេះខ្ញុំគិតថាមានសារៈសំខាន់មែនទែនដែលកម្ពុជាយើងមិនត្រូវបដែតបដោយទេហើយយុវជនរបស់យើងត្រូវតែចូលរួមអនុវត្តដោយតម្លាភាពចំណុចមួយទៀតខ្ញុំសូមលើកឡើងថាការអនុវត្តកាតព្វកិច្ចយោធានេះក៏ជាផ្នែកមួយនៃការរក្សាគម្លាតឋានៈនៅក្នុងសង្គមដែរបាទមិនថាកូនអ្នកមានកូនអ្នកក្រកូនអ្នកនយោបាយឬកូនមន្ត្រីរាជការកូនអ្នករស់ស៊ីទេគឺត្រូវតែចូលរួមស្មារតីគ្នារូបភាពនេះហើយគឺជាការកសាងនៅស្មារតីស្នេហាជាតិសាមគ្គីភាពជាតិបាទនេះគឺជាចំណុចសំខាន់ក៏ដូចជាអត្ថប្រយោជន៍ដែលការចូលរួមបំពេញកាតព្វកិច្ចយោធាត្រូវបានលោកមូតគំរីលោកបានលើកឡើងបដោតសំខាន់ហើយបាទថាយោធាមិនសំខាន់បដោតតែការធ្វើសង្គ្រាមទេអ្វីសំខាន់គឺជាកម្លាំងមួយក្នុងការចូលរួមចំណែកក្នុងសង្គមថែទៀតនៅពេលដែលប្រទេសមានសុខសន្តិភាពពេញលេញពីព្រោះថាការជួយផ្សេងទៅដល់បញ្ហាគ្រោះធម្មជាតិក៏ដូចជាការជួយទៅដល់ប្រជាពលរដ្ឋតាំងពីការទៅច្រូតស្រូវស្រែចម្ការក៏ដូចជាការសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋក៏ជារឿងចាំបាច់ដែរដែលជាការចូលរួមចំណែកពីសំណាក់កងកម្លាំងរបស់យើងផ្ទាល់តែម្ដងនោះបាទអញ្ចឹងយើងឃើញថាច្បាប់កាតព្វកិច្ចយោធាថ្មីនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរបានថាភេទប្រុសដែលមានអាយុចាប់ពី18ឆ្នាំទៅដល់25ឆ្នាំគឺត្រូវចូលបម្រើកងទ័ពក្នុងរយៈពេល2ឆ្នាំបាទបានន័យថា24ខែដែលនេះគឺជាយន្តការកន្លឹះនៅក្នុងការបណ្ដុះស្មារតីសាមគ្គីភាពហើយនឹងការពារបូរណភាពទឹកដីកម្ពុជានឹងឲ្យបានគង់វង្សហើយបើតាមការបញ្ជាក់ពីមន្ត្រីជំនាញគិតមកដល់ពេលនេះឃើញថាមានអាណាព្យាបាលរបស់យុវជនគ្រប់ស្រទាប់វណ្ណៈនឹងបានដាក់ពាក្យស្នើចូលអនុវត្តកាតព្វកិច្ចយោធានេះបានប្រមាណជាជាង 10,000 នាក់ទៅហើយដែលចំនួនគឺមានច្រើនគួរជាទីមោទនៈផងដែរសម្រាប់ប្រទេសកម្ពុជារបស់យើងគឺជាកម្លាំងខឿនការពារជាតិដ៏សំខាន់និងរឹងមាំសម្រាប់ប្រទេសជាតិរបស់យើងតែម្ដងនោះបាទចាទស្សនិកជនជាទីមេត្រីយើងបន្តទៅកាន់ព័ត៌មានដែលដដែលមួយទៀតជួយប្រសាសន៍លើកឡើងរបស់អតីតមន្ត្រីការទូតកម្ពុជាតាក់ទងទៅនឹងយន្តការការទូតឬក៏យន្តការតាមផ្លូវច្បាប់ដែលកម្ពុជាប្រើប្រាស់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃអ្នកភូមិសាស្ត្រនយោបាយបានមើលឃើញថាចាប់ពីពេលនេះតទៅប្រទេសថៃនឹងក្លាយជាប្រទេសដែលគ្មានអនាគតក្រៅកម្ពុជាប្រកាសប្រើយន្តការដោះស្រាយផ្សះផ្សាដោយបង្ខំ UNCLOS ផ្ដល់កិច្ចសម្ភារឲ្យ BTV លោកបណ្ឌិតសិនសរុនអតីតមន្ត្រីការទូតកម្ពុជាប្រចាំនៅប្រទេសថៃនិងជាអ្នកជំនាញភូមិសាស្ត្រនយោបាយបានបញ្ជាក់ប្រាប់ថាថៃចាប់ផ្ដើមមានគ្រោះថ្នាក់ធំធេងជាទីបំផុតដោយចាប់ពីពេលនេះតទៅប្រទេសថៃនឹងក្លាយជាប្រទេសដែលគ្មានអនាគតបន្ទាប់ពីថៃបានលុប MOU 2001ហើយត្រូវកម្ពុជាប្រកាសប្រើយន្តការដោះស្រាយផ្សះផ្សាដោយបង្ខំ UNCLOS សម្រាប់គ្រោះថ្នាក់របស់ថៃគឺមានទំហំធំជាទីបំផុតដែលថៃមិនដែលជួបប្រទេសបាទ
ដូច្នេះចាប់ពីថ្ងៃនេះទៅថៃធ្វើអ្វីក៏ដោយក៏ដើម្បីអនុវត្តទៅតាមការចង់បានរបស់ខ្លួនដែលស្ថិតនៅក្នុងគោលនយោបាយ coaction strategic គឺចង់ឲ្យបខំជាមួយខ្មែរដូច្នេះមួយ MOU 44យើងឃើញថាថៃប្រជាហើយបាទគេនៅព្យាយាមខិតមូលទម្លាក់កំហុសមកលើកម្ពុជាថាកម្ពុជាគ្មានភាពស្មោះត្រង់ក្នុងការចរចាដើម្បីនឹងចងសម្ព័ន្ធភាពទុកចិត្តគ្នាឡើងវិញគេចោទប្រកាន់បែបនេះដើម្បីនឹងទៅលុបចោលនៅ MOU លេខ43មួយទៀតឬមួយក៏ឆ្នាំ2001ទៀតបំណងរបស់វាឃើញច្បាស់តែម្ដងបងរបស់ប្រទេសថៃគឺចង់ទៅលុប MOU ដែលយើងបានចរចាគ្នាពីរឿង JBC ពីរឿង GBC ជាមួយនឹង ABC ទៅលុបមួយទៀតនេះជាបំណងរបស់ថៃពីព្រោះអីថៃអត់មានអីទៀតក្នុងដៃទៀតទេពីដើមគាត់គិតថាការយក MOU 44ឬមួយក៏ឆ្នាំ2001នេះធ្វើជាជនរងគ្រោះខាងនយោបាយគឺបានជោគជ័យរបស់គេហើយគេនឹងមានការគៀបសង្កត់មកលើកម្ពុជាយើងច្រើនចំណុចដែលគេព្រៀងទុកបាទគេមិនបានគិតថាកម្ពុជាយករឿងនេះទៅដាក់នៅក្នុងនីតិសមុទ្រ UNCLOS ទេបាទគេអត់បានគិតអញ្ចឹងទេគេគិតថាក្រោយពីការរំលាយ MOU 44ឬឆ្នាំ2001នេះទៅកម្ពុជាផុតដៃផុតជើងធ្វើអីគេអត់កើតទេដូច្នេះត្រូវតែតចាស់ជាមួយគេដើម្បីបង្កើតនៅMOU ថ្មីមួយទៀតបាទនេះជាសម្ដីរបស់លោកនាយករដ្ឋមន្ត្រីអនុทินថា MOU អាចនឹង MOU ឆ្នាំ2026ថ្មីឆ្នាំ2027ឆ្នាំ2028ទៅតាមឈ្មោះថ្មីដែលគេនឹងត្រូវមកត្រូវបង្កើតបន្ទាប់ពីការរំលាយចោលនោះបាទគេឲ្យកម្ពុជាយើងទៅអញ្ចឹងហើយគេត្រៀមរួចអស់ហើយក្តារស្នាមនៅថ្ងៃចុះហត្ថលេខានេះគេយកអំណាចបខំមកបាទហើយអំណាចបខំមួយទៀតថៃសង្ឃឹមទៅលើកងទ័ពប៉ុន្តែថៃកងទ័ពថៃគឺជាកងទ័ពដែលប្រេះឆាគ្នាអត់ឈប់ឈរកងទ័ពមេបញ្ជាការភូមិភាគ2អត់ត្រូវគ្នាជាមួយនឹងមេបញ្ជាការកងទ័ពជើងទឹកទេដូច្នេះបច្ចុប្បន្ននេះយើងឃើញថាកងទ័ពជើងទឹកជាអ្នកចេញមុខរុញច្រានឲ្យលុប MOU ដែនសមុទ្រនឹងឲ្យលឿនក៏ប៉ុន្តែយើងមើលទៅលើកងទ័ពជើងគោកយើងមើលទៅលើកងទ័ពផ្សេងទៀតគឺអត់ទាន់មានកងទ័ពណាមួយចេញសម្ដីមកជួយរុញច្រានរដ្ឋាភិបាលលោកអាធិនឲ្យដើរទៅមុខក្នុងការលុបអីផ្សេងទៀតទេបាទដូច្នេះការសម្ដែងរបស់កងទ័ពបែបនេះចាត់ទុកថាជាការមួយដែលយើងឃើញថាកងទ័ពថៃបែកបាក់គ្នាដូច្នេះបើសិនណាជាថៃសង្ឃឹមទៅលើកម្លាំងកងទ័ពដើម្បីនឹងយកមកធ្វើជា strategy មួយឬមួយហៅថាជាយុទ្ធសាស្ត្រមួយដែលហៅថាយុទ្ធសាស្ត្រ coaction strategic គឺអត់បានទេពីព្រោះអីពីព្រោះការពឹងផ្អែកទៅលើកម្លាំងយោធាតែមួយយ៉ាងគឺมันអាចយកឈ្នះកម្ពុជាលើទីលានសមរភូមិការទូតបានទេបាទឥឡូវនេះសមរភូមិការទូតបានចាប់ផ្ដើមកើតឡើងហើយចាប់តាំងពីថ្ងៃទី2ខែមិថុនាដែលសម្ដេចមហាបវរធិបតីលោកបានប្រកាសថានឹងចូលអនុវត្តទៅតាមនីតិសមុទ្រ UNCLOS ជាមួយនឹងអនុវត្តនៅនីតិវិធីផ្សះផ្សារបស់បង្ខំនេះបាទនេះជាការរុញច្រានឲ្យថៃធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលវិលមុខរកទីបញ្ចប់មិនឃើញគឺជាការចូលនៅក្នុងសមរភូមិមួយដែលហៅថានីតិសង្គ្រាមនៃសង្គ្រាមការទូតបាទនៃសង្គ្រាមការទូតបាទទៅកន្លែងណាក៏ថៃបានទទួលនៅគេឈ្មោះអាក្រក់ពីការឈ្លានពានកម្ពុជាការចាប់យក UNCLOS មកនៅក្នុងដៃរបស់កម្ពុជាការចាប់យកនីតិវិធីក្នុងការផ្សះផ្សាឲ្យបង្ខំលើដៃរបស់កម្ពុជាគឺជាអាវុធមួយដែលធ្វើឲ្យថៃចាប់អីក៏អត់ជាប់ដែរឥឡូវនេះមកទល់ម៉ោងនេះអត់ទាន់មានឈ្មោះដែលថៃអះអាងថាថៃអត់ខ្លាចបាទថៃចូលថៃធ្វើការអនុវត្ត compulsory conciliation បានធ្វើការផ្សះផ្សាបង្ខំអត់ខ្លាចទេចូលបានគឺត្រៀមឈ្មោះឲ្យហើយប៉ុន្តែចាប់តាំងពីថ្ងៃទី2មកដល់ឥឡូវអត់ទាន់មានឈ្មោះមួយទេបាទហើយលឺលហិចលហៀងអានេះជាព័ត៌មានផ្ទៃក្នុងរបស់គាត់ថាគេទៅយកអ្នកប្រាជ្ញខាងច្បាប់ពីប្រទេសបារាំងមកប៉ុន្តែមិនចង់ឃើញក្តារស្នាមណាមួយបង្ហាញថា
មានឈ្មោះហើយជាអ្នកប្រាជ្ញខាងច្បាប់មកពីប្រទេសបារាំងទេដូច្នេះយើងឃើញថាភាពមិនទាន់ច្បាស់លាស់បងនេះគឺសម្រាប់ថៃក្រោយពីការរំលាយ MOU 44ទៅដែលខ្លួនចាត់ទុកថាជា coaction strategic ចាត់ទុកថាជាយុទ្ធសាស្ត្រនៃការបង្ខំមកលើកម្ពុជាឲ្យធ្វើបានតាមចិត្តចង់របស់គាត់ទៅតាមការសង្ឃឹមទុករបស់គាត់រួមជាមួយនឹងកម្លាំងយោធាកន្លងមកដែលខំប្រឹងប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌលើសអស្មាមាត្រលើសស្មាមាត្រការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌលើសស្មាមាត្រក៏ជាច្បាប់មួយដែលគេមានចែងនៅក្នុងច្បាប់អង្គការសហប្រជាជាតិគាត់ប្រឈមមុខជាមួយនឹងច្បាប់ច្រើនណាស់នៅក្នុងពេលឈ្លានពានជាមួយកម្ពុជាឥឡូវនេះអមេរិកនឹងវាធ្ងន់ណាស់ទៅហើយឥឡូវនេះគាត់មកថែមអមេរិកថ្មីមួយទៀតដែលត្រូវ21ថ្ងៃរោគអ្នកដែលទៅធ្វើជា conciliator ធ្វើជាអ្នកសម្របសម្រួលសម្រាប់អនុវត្តនៅការផ្សះផ្សាដោយបង្ខំជាមួយកម្ពុជា21ថ្ងៃ3អាទិត្យ3សប្តាហ៍ដូច្នេះម៉ោងនេះមិនទាន់ធ្វើផងឮតែពាក្យលហិចលហៀងថាយកពីណាអីហ្នឹងគឺសុទ្ធតែរឿងរបស់គាត់ដែលគាត់និយាយដើម្បីនឹងកម្លាចិត្តខ្លួនឯងប៉ុន្តែតាមការពិតដែលជាផ្លូវច្បាប់គឺអត់ទាន់មានទាំងអស់តបមកទៀតយើងឃើញថាថៃត្រូវដើរចូលនៅក្នុងសមរភូមិការទូតចាប់តាំងពីថ្ងៃទី2មិថុនាមកដោយដៃទទេអត់មានអីទាំងអស់ឥឡូវនេះយើងឃើញមានអ្នកប្រាជ្ញខាងថៃដែលជាអ្នកឈរខាងពួកជាតិនិយមជ្រុលបាទជាតិនិយមជ្រុលរបស់គេហ្នឹងគេថាមិនបាច់ចូលទេពីព្រោះការសម្រេចជាចុងក្រោយរបស់ក្រុមអ្នកសម្របសម្រួលដែលត្រូវរៀបចំឲ្យបាន5រូបគឺខាងកម្ពុជា2រូបខាងគេ2រូបជាមួយនឹងប្រធានមួយរូបនឹង5នឹងសម្រេចទៅគឺគ្មានចំណងផ្លូវច្បាប់ទេបាទវាជា recommendation គឺជាការកត់ត្រាកំណត់បង្ហាញតែប៉ុណ្ណឹងបាទដូច្នេះថៃអត់ចាំចូលទេបើប្រសិនណាជាថៃចូលក៏ថៃស្អុយឈ្មោះមិនចូលក៏ស្អុយឈ្មោះប៉ុន្តែស្អុយខ្លាំងជាងមិនចូលស្អុយជាងខ្លាំងចូលទៅទៀតបាទពីព្រោះអីពីព្រោះបើសិនណាជាថៃចូលទៅក្នុងការអនុវត្តនៅនីតិវិធីផ្សះផ្សាដោយបង្ខំហើយលទ្ធផលចេញមកខ្លួនបដិសេធតែមិនទទួលស្គាល់ពីព្រោះគាត់មានសិទ្ធិនៅក្នុងច្បាប់នៅក្នុងកន្លែងការសម្រេចរបស់ recommendation របស់ក្រុមអ្នកសម្របសម្រួលចំនួន5រូបដែលមានអ្នកផ្សះផ្សា5រូបដែលមានប្រធានមួយហ្នឹងបាទគឺមិនឲ្យមានចំណងផ្លូវច្បាប់ទេក៏ប៉ុន្តែហត្ថលេខាដែលចុះនៅលើសេចក្តីសម្រេចនោះជាហត្ថលេខារបស់ថ្នាក់ដឹកនាំពិភពលោកថៃមិនចូលបានក៏ប៉ុន្តែសួរតាគេឈ្មោះរបស់ថៃពឹងផ្អែកទៅលើអ្វីហេតុផលអ្វីដែលមិនទទួលស្គាល់ការដែលខ្លួនគិតថាកម្លាំងរបស់ខ្លួនយកកម្លាំងកងទ័ពមកឲ្យបាននៅជាអាវុធសម្រាប់សង្កត់កម្ពុជាក៏អត់បានហើយសង្កត់កម្ពុជាក្នុងទំនាក់ទំនងការទូតក៏អត់បានបើទៅក្នុងដំណើរការនៃការអនុវត្តនៅ UNCLOS ដែលយកនីតិវិធីការផ្សះផ្សាបង្ខំនេះទៀតក៏មិនទទួលស្គាល់ទៀតដូច្នេះថៃគឺទៅជាប្រទេសមួយដែលគ្មានអនាគតប្រទេសគ្មានអនាគតដូច្នេះយើងចាំទាំងអស់គ្នាប្រជាជាតិខ្មែរយើងទាំងអស់ទាំង civil ទាំងជាជនទាំងកងទ័ពសូមមេត្តាជ្រាបថាចាប់តាំងពីថ្ងៃទី2ខែមិថុនាតទៅថៃបានក្លាយជាប្រទេសដែលគ្មានអនាគតជារៀងរហូតក្នុងពេលដែលយកកម្ពុជាមកធ្វើជាសត្រូវបាទយកកម្ពុជាមកធ្វើជាសត្រូវដូច្នេះបើប្រសិនណាជាគាត់បដិសេធតើគាត់ត្រូវប្រឈមជាមួយនឹងគេឈ្មោះនៅលើឆាកអន្តរជាតិបែបណាខ្លះបាទហើយការបដិសេធមិនទទួលស្គាល់នេះគឺជាហេតុផលមួយដែលដាក់ទៅឲ្យគេទទួលស្គាល់ជាអន្តរជាតិបាទឥឡូវនេះថៃទីទៅចង់ចូលបន្តិចមិនចង់ចូលបន្តិចក៏ប៉ុន្តែគេកំពុងថ្លឹងថាចូលស្អុយឈ្មោះប៉ុន្មានហើយមិនចូលស្អុយឈ្មោះប៉ុន្មានប៉ុណ្ណឹងទេតែប៉ុណ្ណឹងទេបាទបើប្រសិនណាជាមិនចូលស្អុយឈ្មោះខ្លាំងពីព្រោះបើមិនចូលទេគឺអង្គការសហជីវជាតិមានសិទ្ធិបង្កើតតំណាងឲ្យថៃមាន2រូបដូចគ្នាអ្នកច្បាប់2ដូចគ្នាប៉ុន្តែអង្គការសហជីវជាតិអ្នកបង្កើតឲ្យហើយជ្រើសរើសទៅតាមនីតិវិធីច្បាប់ទាំងអស់ ចា៎នេះគឺជាប្រសាសន៍លើកឡើងរបស់
អ្នកជំនាញភូមិសាស្ត្រនយោបាយនិងជាអតីតមន្ត្រីការទូតកម្ពុជាប្រចាំនៅប្រទេសថៃដែលលោកបណ្ឌិតគឺតែងតែផ្ដល់កិត្តិយសចូលរួមកិច្ចសម្ភាសហើយក៏បង្ហាញអំពីទស្សនៈជាច្រើនតាមរយៈជំនាញរបស់លោកនៅក្នុងបញ្ហាព្រំដែនកម្ពុជានិងថៃដែលរហូតមកដល់ពេលនេះយើងបានមើលឃើញអំពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រើប្រាស់នៅយន្តការដោះស្រាយផ្សះផ្សាដោយបង្ខំ UNCLOS បន្ទាប់ពីភាគីថៃបានសម្រេចលុបចោល MOU 2001 បាទប្រិមិត្តជាទីមន្ត្រីយកទៅចាប់អារម្មណ៍បាទពីការពង្រឹងផ្នែកខាងវិស័យទេសចរជាពិសេសជំនាញទន់គឺជារឿងចាំបាច់មែនទែនដើម្បីធ្វើយ៉ាងណាឲ្យវិស័យទេសចរនេះគឺកាន់តែមានភាពតាក់ទាញពីភ្ញៀវទេសចរឲ្យកាន់តែច្រើនឡើងដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលផ្នែកខាងវិស័យទេសចរដូច្នេះហើយការចូលរួមចំណែកពីការីទេសចរបាទក៏ដូចជាអ្នកប្រតិបត្តិការទេសចរទាំងឡាយក៏ជារឿងដែលចាំបាច់មែនទែនប្រសាសន៍របស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានស្នើទៅដល់ភាគីពាក់ព័ន្ធទាំងអស់នោះគឺថាពង្រីកអំណាចទុនផ្នែកខាងទេសចរបាទតាមរយៈការផ្សព្វផ្សាយភាពវិសេសនៃវប្បធម៌សិល្បៈហើយនិងទំនៀមទម្លាប់និងប្រពៃណីខ្មែរដើម្បីលើកកម្ពស់កិត្តិយសភាពជាតិហើយនឹងការបង្កើនភាពតាក់ទាញការវិនិយោគផ្នែកខាងទេសចរសម្រាប់កម្ពុជានៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី30នៃសមាគមទេសចរកម្ពុជាកាតានៅវេលាយប់ថ្ងៃទី10ខែមិថុនាឆ្នាំ2026មកនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានថ្លែងថារយៈពេល30ឆ្នាំកន្លងមកសមាគមទេសចរកម្ពុជាកាតាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីជំរុញនិងលើកកម្ពស់វិស័យទេសចរកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់អញ្ចឹងសមិទ្ធផលទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថាកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលវិស័យឯកជនប្រជាពលរដ្ឋសហគមន៍មូលដ្ឋាននិងដៃគូអភិវឌ្ឍន៍ដែលយើងហៅថា PPP គឺជាកត្តាគន្លឹះនៅក្នុងការជំរុញសក្តានុពលទេសចរហើយនឹងការអភិវឌ្ឍប្រទេសជាតិនឹងរយៈពេលវែងភាពជាដៃគូដ៏រឹងមាំនេះគឺថានឹងបន្តជាកម្លាំងចលករសំខាន់សម្រាប់ភាពរីកចម្រើននៃវិស័យទេសចរវប្បធម៌និងធម្មជាតិដែលរាជរដ្ឋាភិបាលកម្ពុជានឹងបានចាត់ទុកថាជាមាសបៃតងហើយនឹងជាការនាំចេញនៅនឹងកន្លែងរួមចំណែកបង្កើនការងារបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋហើយនឹងអភិរក្សធនធានវប្បធម៌ធម្មជាតិនិងបរិស្ថានឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីក៏បានលើកឡើងជំរុញឲ្យការប្រើប្រាស់ឲ្យបានពេញលេញនៅសក្តានុពលទេសចរហើយនឹងជាពិសេសគឺថាសូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានិងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការផ្ដល់បដិសណ្ឋារកិច្ចល្អស្វាគមន៍គណៈប្រតិភូមកពីជាង90ប្រទេសនៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie បានលើកទី20នៅក្នុងរាជធានីភ្នំពេញនៅក្នុងខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះផងដែរនេះគឺជាចំណុចសំខាន់ដែលទាមទារឲ្យមានការផ្សព្វផ្សាយផងដែរពីភាពពិសេសនៃវប្បធម៌សិល្បៈទំនៀមទម្លាប់និងប្រពៃណីខ្មែរដ៏ល្អផូរផង់ដើម្បីលើកកម្ពស់កិត្តិយសភាពជាតិនិងការបង្កើនភាពតាក់ទាញការវិនិយោគផ្នែកខាងវិស័យទេសចរសម្រាប់កម្ពុជានឹងឲ្យកាន់តែមាននិរន្តរភាពក៏ដូចជាមានកិត្តិយសភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់ប្រទេសកម្ពុជានោះបាទនៅថ្ងៃនេះមានព្រឹត្តិការណ៍គេហៅថាស្ថានភាពធូរស្រាលឡើងវិញក្រោយការវាយប្រហារសងសឹកគ្នាទៅវិញទៅមកចាប់តាំងពីថ្ងៃអង្គាររហូតដល់ថ្ងៃព្រោះសិលមិញអញ្ចឹងយប់មិញនេះគឺប្រធានាធិបតីសហរដ្ឋដូណាល់ត្រាំបានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់អាចចុះហត្ថលេខាបាននៅចុងសប្តាហ៍នេះនេះគឺជាការអះអាងរបស់លោកត្រាំប៉ុន្តែអ៊ីរ៉ង់បានវាបកមកវិញមានន័យថាវានិយាយតបមកវិញថាសេចក្តីសម្រេចចុងក្រោយមិនទាន់ធ្វើឡើងទេមានន័យថាមិនទាន់សម្រេចចំណុចចុងក្រោយ finalize ថាតើត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងឬក៏អត់ដោយសារតែរយៈកាលកន្លងមកនេះគឺការចរចាហាក់ដូចជាជាប់គាំងទៅមុខទៅមិនរួចទៅក្រោយមិនរួចរវាងភាគីទាំងពីរបានរុញឲ្យមានការផ្ទុះអាវុធជាថ្មីប៉ុន្តែជាទ្រង់ទ្រាយតូចមិនមែនទ្រង់ទ្រាយធំពេញបន្ទុកដោយកាលពីការចាប់ផ្ដើមសង្គ្រាមចុងខែកុម្ភៈកន្លងទៅទេប៉ុន្តែការសម្រេចចុងក្រោយនេះគឺបើតាមការបញ្ជាក់របស់លោក Donald Trump ថាកិច្ចព្រមព្រៀងនេះនឹងសម្រេចបានឆាប់ដោយសារតែ
ខាងអ៊ីរ៉ង់គឺបានឯកភាពហើយជាពិសេសសម្ដៅដល់មេដឹកនាំកម្ពុជាអ៊ីរ៉ង់អាយ៉ាតូឡាមុជតាបាខាមីនេបានឯកភាពប៉ុន្តែមិនមែនជាការបញ្ជាក់ពីអ៊ីរ៉ង់ទេគឺលោកដូណាល់ត្រាំថាកិច្ចព្រមព្រៀងនឹងទាំងមូលគឺប្រមុខដឹកនាំកម្ពុជាអ៊ីរ៉ង់នឹងឯកភាពហើយប៉ុន្តែនៅតែការ finalize ចុងក្រោយគឺក្នុងសប្តាហ៍នេះអាចសម្រេចបានហើយអញ្ចឹងខាងអ៊ីរ៉ង់ថាមិនទាន់សម្រេចចុងក្រោយទេដោយសារតែភាគីទាំងពីរមានការទាមទារតឹងរឹងខ្លាំងពេកជាពិសេសខាងអ៊ីរ៉ង់គឺបានលើកឡើងថាការទាមទាររបស់ខ្លួនគឺជាសិទ្ធិសម្រេចឬក៏ជាសិទ្ធិដើម្បីផលប្រយោជន៍ពលរដ្ឋអ៊ីរ៉ង់តាក់ទងទៅនឹងការចង់រំសាយចង់លុបបំបាត់ឬក៏កាត់បន្ថយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់សហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មអន្តរជាតិទាំងអស់ពីអ៊ីរ៉ង់ហើយបញ្ជូនត្រឡប់នៅទ្រព្យសម្បត្តិឬក៏ទឹកប្រាក់ដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិកមកឲ្យប្រទេសអ៊ីរ៉ង់វិញបាទអញ្ចឹងនេះគឺជាការទាមទារប៉ុន្តែខាងសហរដ្ឋអាមេរិកបានលើកឡើងឲ្យថាសំណើរបស់ខ្លួនគឺទី1គឺលុបបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទណ្ឌកម្មណាមួយដែលដកចេញពីប្រទេសអ៊ីរ៉ង់បានលុះត្រាតែការអនុញ្ញាតការដែលអ៊ីរ៉ង់ត្រូវតែបញ្ជូនត្រឡប់ឬក៏ផ្ទេរចេញនៅសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចកម្រិតខ្ពស់ប្រមាណជា448គីឡូក្រាម49គីឡូក្រាមហ្នឹងគឺត្រូវបញ្ជូនចេញពីប្រទេសអ៊ីរ៉ង់ឬក៏ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ក៏បានតែត្រូវបំផ្លាញចោលដោយមានការត្រួតពិនិត្យពីសាកសីអន្តរជាតិនេះគឺជាការលើកឡើងរបស់ខាងសហរដ្ឋអាមេរិកប៉ុន្តែជារួមនៅពេលនេះគឺនិយាយតែលោកត្រាំមកខាងទេថាចិត្តសម្រេចបានហើយកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមរយៈពេល3ខែរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះដោយលោកបានមើលឃើញថានេះវាជារឿងរ៉ាវដ៏សំខាន់គឺនៅពេលដែលចុះកិច្ចព្រមព្រៀងសន្តិភាពច្រកសមុទ្រហ័រមូសត្រូវបើកឡើងវិញសម្រាប់ការធ្វើនាវាចរជាកត្តាជំរុញឲ្យស្ថានភាពធូរស្រាលសម្រាប់ការផ្គត់ផ្គង់ប្រេងព្រឹកមិញនេះគឺតម្លៃប្រេងក្នុងការជួញដូរនៅអាស៊ីបានធ្លាក់ចុះលឿនជាពិសេសទូទាំងសកលលោកប៉ុន្តែក្នុងនោះគឺបានមានរបាយការណ៍បញ្ជាក់តែការជួញដូរភាគហ៊ុនប្រេងឆៅហ្នឹងគឺធ្លាក់ដល់$86ក្នុង1បារ៉ែលអញ្ចឹងវាជាសញ្ញាថ្មីមួយទៀតដែលថាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល2ខែមានន័យថាចាប់តាំងពីការវាយប្រហាររបស់អាមេរិកអ៊ីស្រាអែលលើអ៊ីរ៉ង់នេះគឺថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មកតម្លៃប្រេងឆៅគឺបានហក់ឡើងជាបន្តបន្ទាប់រហូតដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងពេលនៃការប្រយុទ្ធពេញបន្ទុកហ្នឹងខ្ពស់បំផុតគឺ$125ក្នុង1បារ៉ែលប៉ុន្តែក្រោយពេលដែលមានបទឈប់បាញ់តម្លៃប្រេងហ្នឹងបានធ្លាក់ចុះក្នុងរង្វង់2ខែហើយក្នុងរង្វង់ក្រោម100នៅសល់93 94 95សម័យនេះគឺធ្លាក់ចុះមកទាបនៅ90តិចតួចប៉ុន្តែព័ត៌មានថ្ងៃនេះគឺធ្លាក់ចុះមកនៅ$86ក្នុង1បារ៉ែលអញ្ចឹងវាជាដំណឹងមួយល្អសម្រាប់វិស័យថាមពលដែលថាតម្លៃប្រេងចាប់ផ្ដើមធ្លាក់ចុះប៉ុន្តែគ្រាន់តែមិនទាន់ច្បាស់នៅឡើយទេដោយសារតែលោកត្រាំ3-4ថ្ងៃម្ដងតែងតែនិយាយថាចិត្តសម្រេចបានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលព័ត៌មាននោះក៏នៅត្រឹងដែរអាចធ្វើឲ្យមានការធ្លាក់ចុះតិចតួចប៉ុន្តែនៅពេលដែលមានការវាយប្រហារខ្លាំងពីសហរដ្ឋអាមេរិកនិងមានការសងសឹកទៅវិញពីអ៊ីរ៉ង់ក្នុងករណីដូចជាកាលពីថ្ងៃអង្គារអ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនបានបាញ់ទម្លាក់ធម្មភេកចក្រប្រយុទ្ធបច្ឆេរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យសហរដ្ឋអាមេរិកយប់ថ្ងៃពុធហ្នឹងគឺមានការវាយប្រហារមកខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់នៅជាប់សមុទ្រហ័រមូសនេះគេវាយប្រហារទៅលើគេហៅថាប៉មតំណាក់តំណងប្រព័ន្ធការពារដែនអាកាសនិងទីតាំងរ៉ាដាសម្រាប់តាមដានជាដើមដែលធ្វើឲ្យអ៊ីរ៉ង់វាយប្រហារសងសឹកប៉ុន្តែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់កាលពីថ្ងៃពុធគឺផ្ដោតទៅលើប្រទេសគូវ៉ែតប្រទេសបារ៉ែននិងប្រទេសសូដានីដោយកាលពីថ្ងៃពហុម្សិលមិញនេះក្រោយមានការវាយប្រហារពីសហរដ្ឋអាមេរិកទៅលើទីតាំងច្រើនកន្លែងរបស់ប្រទេសអ៊ីរ៉ង់ប៉ុន្តែមិនដល់រដ្ឋធានីតេហឺរ៉ង់ទេនៅទីតាំងខ្លះមានចម្ងាយប្រហែលជា64គីឡូម៉ែត្រនៃរដ្ឋធានីតេហឺរ៉ង់
ដោយប្រើប្រាស់មីស៊ីល Tomahawk ប្រមាណជា49គ្រាប់វាយប្រហារនោះដែលធ្វើឲ្យអ៊ីរ៉ង់ក៏វាយប្រហារតបមកវិញលើប្រទេសបារ៉ែននិងគូវ៉ែតដដែលហើយនិងហ្សកដានីដដែលដោយក្នុងនោះគឺហ្សកដានីអ៊ីរ៉ង់ថាវាយប្រហារដោយមីស៊ីល12មីស៊ីល ballistic រយៈចម្ងាយឆ្ងាយនេះគឺ12គ្រាប់សម្ដៅទៅលើទីតាំងស្តុកឬក៏រក្សាទុកយន្តហោះចម្បាំង S15 S16 និង S35 របស់សហរដ្ឋអាមេរិកនៅទីនោះហើយមានការខូចខាតជាដើមប៉ុន្តែពេលល្ងាចគឺខាងសារព័ត៌មានយោធាអ៊ីរ៉ង់យោធាហ្សកដានីបានប្រាប់ដល់សារព័ត៌មានរដ្ឋពេត្រារបស់ហ្សកដានីថាកងកម្លាំងហ្សកដានីហ្នឹងគឺបានបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់រហូតដល់20គ្រាប់មិន12គ្រាប់ទេហើយក៏មានការរងរបួសឬការខូចខាតដែរអញ្ចឹងគាត់ជាការផ្ទុយគ្នាអ្នកបាញ់ថាបាញ់ត្រូវប៉ុន្តែអ្នកស្ទាក់ចាប់ថាមិនត្រូវទេគឺថាដោយសារតែប្រព័ន្ធការពារដែនអាកាសបានកំទេចនៅលើអាកាសអញ្ចឹងហើយបានជាលោកណត្រាំបានប្រកាសភ្លាមថានឹងវាយប្រហារនៅយប់មិញនេះទៀតថានឹងទម្លាក់គ្រាប់បែកបន្ថែមលើអ៊ីរ៉ង់បើសិនជាអ៊ីរ៉ង់នៅតែអូសបន្លាយពជាពេលក្នុងការវិភាសាដើម្បីបិទបញ្ចប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅសង្គ្រាមនៅមជ្ឈមបូព៌ានេះប៉ុន្តែពេលល្ងាចដែលលោកនៅសេតវិមានបានប្រាប់អ្នកសារព័ត៌មានថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិកអ៊ីរ៉ង់ហ្នឹងគឺអាចនឹងសម្រេចបាននៅចុងសប្តាហ៍នេះហ្នឹងគឺលោកថាឆាប់បំផុតហើយប៉ុន្តែបើអាចយូរបំផុតហើយដល់សប្តាហ៍ក្រោយទៀតនេះជាការលើកឡើងរបស់ត្រាំប៉ុន្តែគ្រាន់តែថាការលើកឡើងរបស់លោកពុំមានភ័ស្តុតាងទេដោយអ៊ីរ៉ង់បានប្រាប់ហើយថាអ៊ីរ៉ង់មិនទាន់បានសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងដែលជាសំណើរបស់សហរដ្ឋអាមេរិកទេបើសិនជាការពិតមានន័យថាការចុះកិច្ចព្រមព្រៀងនិងការបើកច្រកសមុទ្រហូមូសហើយក៏ជាការឈានទៅរកការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់និងមានការបញ្ជូនត្រឡប់នៅទ្រព្យសកម្មឬក៏ទឹកប្រាក់របស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅបរទេសនឹងដែរដូច្នេះវាជាគេហៅថាដំណឹងមួយជាដំណឹងល្អមួយប៉ុន្តែជាដំណឹងដែលខាងលោកត្រាំទេហើយលោកត្រាំក៏បានបញ្ជាក់ដែរថាសង្គ្រាមរយៈពេល3ខែនេះនឹងចប់ក្នុងពេលឆាប់ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលចំណុចសំខាន់បើខាងអ៊ីស្រាអែលនៅក្នុងកិច្ចព្រមព្រៀងនេះគឺអ៊ីស្រាអែលទាមទារបន្ទាត់ក្រហមចំណុចសំខាន់3ទី1គឺការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរទាំងស្រុងរបស់អ៊ីរ៉ង់ទី2គឺកាត់បន្ថយកម្មវិធីមីស៊ីល ballistic ឬក៏មីស៊ីលរបស់អ៊ីរ៉ង់ហ្នឹងឲ្យបានភាគច្រើនហើយលុបបំបាត់នៅការគ្រប់គ្រងឬបញ្ចប់ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើក្រុមសកម្មប្រយុទ្ធនៅមជ្ឈមបូព៌ាមាន Hezbollah មានកាតាអ៊ីប Hezbollah មានក្រុមហ៊ូទីនៅក្នុងប្រទេសយេមិនជាដើមហើយរួមទាំងក្រុមហាម៉ាស់ផងអញ្ចឹងកន្លែងនេះគឺជាចំណុចទាមទារសំខាន់មួយរបស់អ៊ីស្រាអែលប៉ុន្តែនៅក្នុងខ្លឹមសារនៃការចរចាអ៊ីរ៉ង់អាមេរិកនេះគឺគេមើលឃើញមានការលើកឡើងព្រឹកមិញនេះបានលើកឡើងមួយថែមទៀតកន្លងមកមិនបានលើកឡើងទេទីមួយគឺតាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏មានការពិភាក្សាហើយអ៊ីរ៉ង់ឯកភាពប៉ុន្តែទាមទារឲ្យដកទណ្ឌកម្មនិងបញ្ជូនត្រឡប់លុយដែលបានបង្កកទី2គឺអត់និយាយពីកម្មវិធីមីស៊ីលទេបាននិយាយថាការទាមទារអាមេរិកនៅក្នុងខ្លឹមសារក្នុងលក្ខខណ្ឌដែលបញ្ជូនទៅអ៊ីរ៉ង់នេះគឺតាក់ទងឲ្យបញ្ចប់ការគ្រប់គ្រងដល់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់មជ្ឈមបូព៌ាឬហៅថាក្រុមតំណាងរបស់អ៊ីរ៉ង់នៅមជ្ឈមបូព៌ាអញ្ចឹងអ៊ីរ៉ង់នៅទាមទារមួយទៀតថាខ្លួននៅមានសិទ្ធិគ្រប់គ្រងច្រកសមុទ្រហូមូសប៉ុន្តែសហរដ្ឋអាមេរិកថាឲ្យវារក្សានៅស្ថានភាពដើមមុនមានសង្គ្រាមផ្ទុះឡើងអញ្ចឹងមិនឲ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រហូមូសទេអញ្ចឹងនេះគឺជាព័ត៌មានថ្មីហើយយ៉ាងណាក៏ដោយមិនទាន់មានការធ្វើអត្ថាធិប្បាយពីក្រមអន្តរការីដែលជាអ្នកសម្របសម្រួលលើបញ្ហាហ្នឹងទេប៉ុន្តែជារួមទៅគឺហាក់ដូចជាមានការពិតភាគច្រើនទោះបីជាលោកត្រាំនិយាយដែលគេថាគ្មានភ័ស្តុតាងក៏ដោយអ៊ីរ៉ង់ថាសេចក្តីសម្រេចចុងក្រោយនេះអត់ទាន់ធ្វើឡើងទេមានន័យថាសម្រាប់ចុងក្រោយនៅត្រូវស្ថិតនៅក្នុងក្រមប្រឹក្សាធ្វើការសម្រេចចិត្តរបស់អ៊ីរ៉ង់ដែលមានមេដឹកនាំកម្ពុជាអាយ៉ាតូឡាម៉ាច់តាបាខាមីនេដែលជាអ្នកសម្រេចជាអ្នកគ្រប់គ្រងលើក្រមប្រឹក្សាហ្នឹងហើយលោកត្រាំថាម៉ាច់តាបាហ្នឹងគឺបានឯកភាពហើយប៉ុន្តែលោកត្រាំទៅថាជំនួសអ៊ីរ៉ង់ថាម៉ាច់តាបានេះគឺជាអ្នកសម្រេចធំជាងគេហ្នឹងបានឯកភាពហើយដូច្នេះវាជាដំណឹងថ្មីដែលប្រហាក់ប្រហែលគ្នាថាអ៊ីរ៉ង់ថា
ការសម្រេចចុងក្រោយមិនទាន់ធ្វើឡើងទេនេះវានៅចំណុចមួយប៉ុន្តែលោកត្រាំថាឯកភាពហើយប៉ុន្តែគ្រាន់តែថាលោកនាយអត់មានភ័ស្តុតាងនេះគឺជាចំណុចថ្មីដែលតកតងទៅនឹងការកម្មវិធីនុយក្លេអ៊ែរ៉ង់ប៉ុន្តែរឿងមួយទៀតការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុម Hezbollah អត់ទាន់បញ្ចប់ទេគឺចាប់តាំងពីអ៊ីរ៉ង់បានប្រមានពីថ្ងៃច័ន្ទថ្ងៃអង្គារមកថាបើវាយប្រហាររុលចូលទៅកាន់រដ្ឋធានីបេរូតរបស់លីបង់ទៀតគឺអ៊ីរ៉ង់នឹងបន្តវាយប្រហារបន្ថែមទៅលើប្រទេសអ៊ីស្រាអែលប៉ុន្តែមកដល់ពេលនេះគឺអ៊ីស្រាអែលហ្នឹងក៏មិនបានវាយប្រហារទៅលើរដ្ឋធានីបេរូតដែរប៉ុន្តែវាយប្រហារនៅតំបន់ភាគខាងត្បូងលីបង់ដែលខ្លួនចូលកាន់កាប់ហើយក៏វាយស្រោចទៅលើក្រុម Hezbollah ក៏វាយតដៃវិញដូច្នេះបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុម Hezbollah ដែលតំណាងដោយរដ្ឋាភិបាលលីបង់ក៏មានតែឈ្មោះដែរមានន័យថាភាគីទាំងពីរឯកភាពក្រោយមកក៏ក្រុម Hezbollah លែងឯកភាពទៅវិញអញ្ចឹងការវាយប្រហារនៅតែបន្តកើតមានរវាងអ៊ីស្រាអែលនិងក្រុម Hezbollah ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺបានផ្អាកហើយសិនមិញក្រោយមានការវាយប្រហារគ្នាមកប្រាវគឺសហរដ្ឋអាមេរិកបានប្រកាសមុនថាប្រតិបត្តិការក្នុងការវាយប្រហារស្វ័យការពារបន្ថែមនេះគឺបានបិទបញ្ចប់ហើយប៉ុន្តែនឹងវាយប្រហារអ៊ីរ៉ង់ទៀតលោកត្រាំបានប្រកាសភ្លាមថានឹងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ទៀតនៅយប់នេះគឺយប់ម្សិលមិញហ្នឹងយប់មិញហ្នឹងប៉ុន្តែដោយសារតែលោកថាមានការឯកភាពពីអ៊ីរ៉ង់លើកិច្ចព្រមព្រៀងនឹងហើយនៅតែថ្ងៃចុះហត្ថលេខានៅចុងសប្តាហ៍នេះហើយលោកក៏លុបចោលការវាយប្រហារនឹងទៅប៉ុន្តែយ៉ាងណាក៏ដោយអ៊ីរ៉ង់ក៏បានវាយបកចុងក្រោយថាសេចក្តីសម្រេចចុងក្រោយលើបញ្ហានេះមិនទាន់មានទេហើយម្យ៉ាងទៀតក៏គេមើលឃើញថាវាជាការលំបាកមួយក្នុងការឈានដល់ការសម្រេចបើសិនជាការវាយប្រហារសងសឹកនឹងថាស្វ័យការពារនឹងចេះតែបន្តអញ្ចឹងទេបទឈប់បាញ់នេះក៏វាមានតែឈ្មោះដែរវាដោយសារតែបច្ចុប្បន្ននេះភាគីទាំងពីរមិនចង់ដើរចូលក្នុងសង្គ្រាមពេញបន្ទុកវិញទេគឺសុខចិត្តចរចាប៉ុន្តែក្រោយពេលដែលលោកត្រាំបង្ហាញពីការអស់ការអត់ធ្មត់ក្រោយពេលដែលអ៊ីរ៉ង់ពជាពេលបន្តមកទើបរុញឲ្យមានស្ថានភាពនេះផ្ទុះឡើងជាថ្មីដែលកាលពីម្សិលមិញហ្នឹងគឺមានការព្រួយបារម្ភជាលក្ខណៈសកលរហូតដល់ប្រមុខអង្គការសហជីវជាតិក៏បានជំរុញឲ្យមានការពិភាក្សាលើដំណើរការនៃការសម្របសម្រួលនិងបង្កើតឲ្យមានយន្តការសម្រាប់បន្តការសន្ទនាដើម្បីបញ្ចប់ចំនួននៅមជ្ឈមបូព៌ាដោយសារថាវាមិនត្រឹមតែបណ្ដាលឲ្យមានស្លាប់មនុស្សទេវាស្ថានភាពនេះវារុញឲ្យភាពតានតឹងតាក់ទងទៅនឹងការតម្លើងសម្ដីដាក់គ្នាការប្រើប្រាស់វោហារដាក់គ្នាមួយទៀតស្ថានភាពអាក្រក់ដែលបង្កើតចេញពីវិបត្តិធម្មពលសកលហ្នឹងវាចេះតែរីករាលដាលម្ដងហើយម្ដងទៀតមានន័យថាចាប់តាំងពីការវាយប្រហារមកដល់ពេលនេះមិនមាននេះវាទូលំទូលាយមានន័យថាมันច្រកសមុទ្រហោមមិនត្រូវបានបើកទូលំទូលាយឲ្យមានការចាក់ចេញទេហើយរឿងចម្លែកមួយដែរកាលពីម្សិលមិញនេះគេអ៊ីរ៉ង់បានប្រកាសឲ្យថាច្រកសមុទ្រហោមបិទទាំងស្រុងក្រោយពីការវាយប្រហារពីសហរដ្ឋអាមេរិកប៉ុន្តែបើតាមរបាយការណ៍ក្រុមរបស់ទីភ្នាក់ងារតាមដាននាវាចរគឺ LS EP និង Kepler បានលើកឡើងថានាវា3គ្រឿងបានចាក់ចេញពីច្រកសមុទ្រហោមស្របពេលដែលកំពុងមានការបាញ់គ្នានឹងនាវាទាំង3គ្រឿងនេះគឺបានបិទរ៉ាដាហើយក៏បានចាក់ចេញពីច្រកសមុទ្រហោមដែលសម្ដៅមកកាន់តំបន់អាស៊ីប៉ុន្តែគេមិនប្រកាសបញ្ជាក់ថាទីតាំងណាទេមុននោះគឺបានបញ្ជាក់ថា3គ្រឿងដែរដែលចេញពីច្រកសមុទ្រហោមគឺសម្ដៅមកកាន់តំបន់អាស៊ីមួយគ្រឿងទៅកាន់ប្រទេសចិនមួយគ្រឿងទៅកាន់ប្រទេសឥណ្ឌា2គ្រឿងទៅកាន់ប្រទេសចិនអញ្ចឹងទោះបីមានការបិទទាំងស្រុង2ជាន់ពីអ៊ីរ៉ង់ផងពីសហរដ្ឋអាមេរិកក៏ដោយប៉ុន្តែចរាចរណ៍ប្រេងហ្នឹងនៅមានម្ដងម្កាលមានន័យថាមួយអាទិត្យតាមរបាយការណ៍គឺបញ្ជាក់ពីសហរដ្ឋអាមេរិកក៏បញ្ជាក់ដែរថានាវាជាច្រើនគ្រឿងដែលបង្អាក់ដំណើរមិនឲ្យចាក់ចេញឬក៏មិនឲ្យចូលទៅកាន់ទឹកដីអ៊ីរ៉ង់ទៅកាន់កំពង់ផែអ៊ីរ៉ង់ក៏បញ្ជាក់ថានាវាជាច្រើនគ្រឿងដែលព្យាយាមចូលមកប៉ុន្តែត្រូវបានអ៊ីរ៉ង់ស្ទាក់មិនឲ្យចូលដែរពីអាចថាជាការការពារអមដំណើរដោយសហរដ្ឋអាមេរិកជាដើមដូច្នេះឥឡូវនេះបើសិនជាកិច្ចព្រមព្រៀងត្រូវបានបញ្ជាក់ពីអ៊ីរ៉ង់ថាអញ្ចឹងមែនអញ្ចឹងវាជាការធូរស្រាលមានន័យថាកិច្ចព្រមព្រៀងសង្គ្រាមចប់ច្រកសមុទ្រហោមបើកឡើងវិញហើយបញ្ហាសេសសល់កម្មវិធីនុយក្លេអ៊ែរនិងការដកទណ្ឌកម្មការបញ្ជូនត្រឡប់ទឹកប្រាក់ដែលបង្កកជាដើមអាចជាការពិភាក្សានៅពេលក្រោយរួមទាំងការ
បិទបញ្ចប់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងសុភាវុធរបស់អ៊ីរ៉ង់លើក្រមសកម្មយុទ្ធនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលជាក្រុមតំណាងរបស់អ៊ីរ៉ង់នឹងបាទ អញ្ចឹងមានន័យថាក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពគឺនៅតែមាន មានន័យថាវានៅតែមានដោយសារតែអត់ទាន់ប្រយុទ្ធគ្នា បាទចា៎ ហើយដោយលោកត្រាំថាចិត្តសម្រេចបានតែអ៊ីរ៉ង់ថាអត់ទាន់ឯកភាពតែកិច្ចព្រមព្រៀងចុងក្រោយ review ហើយត្រួតពិនិត្យរួចហើយតែមិនទាន់ប្រកាសពីការឯកភាពទេនឹងខាងអ៊ីរ៉ង់ប៉ុន្តែសារអាមេរិកថាឯកភាពហើយគាត់លោកនិយាយថាជាពិសេសគឺមេដឹកនាំកម្ពុជាអ៊ីរ៉ង់មុជតាបាខាមីនីហ្នឹងគឺបានឯកភាពហើយប៉ុន្តែលោកនិយាយអត់មានភ័ស្តុតាងទេប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រមសម័យហ្នឹងបាទ ចា៎ មានចំណុចណាដែលធ្វើឲ្យខាងអ៊ីរ៉ង់គឺថានៅតែប្រើភាពខ្លាំងដែលនៅតែប្រទីងបតុងឬប៉ះពាល់ដូចជាធ្វើឲ្យមានបន្តនៃហានិភ័យកើតឡើងដែលលោកណូត្រាំបានដោយលោករីណាបានមានប្រសាសន៍ឲ្យថាគាត់លើកឡើងតែខ្លួនឯងតែខាងអ៊ីរ៉ង់បែរទៅជាមិនទាន់បានបញ្ជាក់អំណះអំណាងណាមួយអញ្ចឹងយើងគិតថាតើខាងអ៊ីរ៉ង់នឹងមានភាពខ្លាំងអ្វីខ្លះមកលើអាមេរិកនោះបាទ បាទអនុភាពបានលើកឡើងម្ដងជាពីរដងហើយអំពីស្លឹកដៀឈ្នះ winning card របស់អ៊ីរ៉ង់ហ្នឹងគឺតើទៅនឹងច្រកសមុទ្រហូមុសនេះ បាទ កាលណាបិទច្រកសមុទ្រហូមុសមិនឲ្យមាននាវាចេញចូលមានន័យថាការផ្គត់ផ្គង់ឬលំហូរប្រេងចេញពីមជ្ឈិមបូព៌ាវាអត់មានទៅកាន់ទីផ្សារពិភពលោកទេ បាទ នៅពេលដែលអត់មានប្រេងគេអត់មានការផ្គត់ផ្គង់ប្រេងហើយចំពេលដែលប្រេងឡើងថ្លៃរបស់តិចវាថ្លៃកាន់តែឡើងខ្ពស់ដោយសារភាពតានតឹងអញ្ចឹងរដ្ឋាភិបាលនានានៅលើសកលលោកជាពិសេសតំបន់អឺរ៉ុបនិងអាស៊ីនេះគឺខ្វះប្រេងប្រើប្រាស់ហើយសូម្បីតែប្រទេសដែលជាប្រទេសធំគេហៅថាប្រទេសអ្នកមានស្រុកស្ដំដូចជាកូរ៉េខាងត្បូងដូចជាប្រទេសជប៉ុននៅអូសេអានីមានប្រទេសអូស្ត្រាលីជាដើមសុទ្ធតែប្រទេសមានគេហៅថាសន្និធិបំរុងយុទ្ធសាស្ត្រមានន័យថាមានប្រេងស្តុកយុទ្ធសាស្ត្ររបស់គេប៉ុន្តែក៏មានការវិតម្លៃដែរក្នុងអំឡុងខែគេហៅថាចុងខែឧសភាឬដើមឬរហូតដល់ពាក់កណ្ដាលខែមិថុនាស្តុកប្រេងដែលនៅសល់ដែលបំរុងហ្នឹងវានឹងស្រុតចុះច្រើន បាទ បើសិនជាអត់មានបន្ថែមហើយរបស់ដែលនៅសល់ចេះតែប្រើវានឹងស្រុតចុះហើយវាតាមជាក់ស្ដែងអញ្ចឹងនេះជាបញ្ហាប្រឈមអញ្ចឹងដល់ពេលដែលប្រទេសនានាជួបបញ្ហាលំបាកជួបវិបត្តិទៅលើការចំណាយធនធានគេហៅថាចំណាយទុនបំរុងរដ្ឋទៅលើការខាតនៃតម្លៃប្រេងទៅលើវិស័យផ្សេងទៀតមិនមែនប្រេងមិនមែនប្រើត្រឹមតែចាក់យានយន្តប៉ុណ្ណឹងទេមានប្រើប្រាស់គ្រឿងយន្តវិស័យកសិកម្មវិស័យដឹកជញ្ជូនច្រើនទៀតអញ្ចឹងវាធ្វើឲ្យជួបការលំបាកខ្លាំងហើយម្ល៉េះហើយប្រទេសទាំងអស់នោះគឺច្បាស់ជាមើលទៅសហរដ្ឋអាមេរិកដែលជាអ្នកបង្កឲ្យមានបញ្ហាអញ្ចឹងអ៊ីរ៉ង់មានចំណុចខ្លាំងគឺទាក់ទងនឹងការបិទច្រកសមុទ្រហូមុសនេះឯងដែលសហរដ្ឋអាមេរិកក៏មិនហ៊ានវាយប្រហារបថុយប្រឋានដែលទ្រង់ទ្រាយធំឬក៏អាចថាបង្កទៅជាវិនាសកម្មលើជនស៊ីវិលឬក៏ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបន្ថែមហ្នឹងគឺដោយសារតែវាជាការជះផលអាក្រក់មកសហរដ្ឋអាមេរិកវិញនៅពេលដែលវាយប្រហារដើម្បីឈ្នះបែបនោះដូច្នេះការយកការចរចាជាសំខាន់វាស្ទះដោយសារតែការទាមទារពីសហរដ្ឋអាមេរិកតឹងរឹងដែលថាអ៊ីរ៉ង់ចង់ឲ្យកម្មវិធីនុយក្លេអ៊ែរគឺនៅដែលខ្លួនអះអាងថាប្រើប្រាស់សម្រាប់តែយោធម្មពលជាលក្ខណៈស៊ីវិលហ្នឹងគឺឲ្យកាត់បន្ថយការចំណាយសារធាតុអ៊ុយរ៉ានីញ៉ូមឲ្យនៅកម្រិតទាបតាមដែលអាចធ្វើបានឲ្យនៅទាបហើយចង់ថាបើផ្អាកក្នុងរយៈពេល5ឆ្នាំ6ឆ្នាំ10ឆ្នាំអីចឹងទៅប៉ុន្តែលោកត្រាំខាងសហរដ្ឋអាមេរិកទាមទារថាมันអាចធ្វើអញ្ចឹងបានគឺត្រូវតែបិទកម្មវិធីនឹងទាំងស្រុងមិនឲ្យបន្តទេអ៊ីរ៉ង់នៅតែអះអាងថាខ្លួនជាប្រទេសអធិបតេយ្យអញ្ចឹងគឺគ្រប់រដ្ឋអធិបតេយ្យត្រូវមានសិទ្ធិក្នុងការចំណាយសារធាតុអ៊ុយរ៉ានីញ៉ូមដែលប្រើប្រាស់សម្រាប់ស៊ីវិលមិនមែនជាការផលិតអាវុធនុយក្លេអ៊ែរមិនបម្រើឲ្យវិស័យយោធាអញ្ចឹងនេះគឺចំណុចខ្ទាស់តឹងជាងគេដែលអ៊ីរ៉ង់ដាក់ការទាមទារខ្លាំងដោយសារតែខ្លួនមានចំណុចឈ្នះចំណុចព្រៀបដែលហៅថាព្រៀបដែលអាចអូសពេលយូរគឺមានការលំបាកខ្លាំងរបស់សហរដ្ឋអាមេរិកទើបអ៊ីរ៉ង់បង្កើនការទាមទារថែមរហូតដល់ពីមុនដំបូងដែលគេហៅថាសំណើ14ចំណុចរបស់អ៊ីរ៉ង់ទារទាំងឲ្យថ្លៃសងការខូចខាតសង្គ្រាមទៀតប៉ុន្តែឥឡូវនេះក្រោយការជជែកគ្នា
រយៈពេលជាង2ខែមកនេះគឺហាក់ដូចជាបោះចោលអស់មានអាចជំរុះចោលអស់ហើយអ្វីដែលជាចំណុចឧបសគ្គជា sticking point ដែលមិនអាចយកមកនិយាយគ្នាបានហ្នឹងគឺនៅតែគោលធំ3តាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ថាតើត្រូវរំលាយចោលឬក៏ត្រូវទុកកម្រិតណាជាការសម្បទានដកទណ្ឌកម្មនិងការបញ្ជូនលុយត្រឡប់ពីសហរដ្ឋអាមេរិកទៅឲ្យអ៊ីរ៉ង់វិញនិងការបើកច្រកសមុទ្រហ័រមូសដែលចុងក្រោយនេះមានចំណុចថែមពីមុនដែលខាននិយាយយូរហើយគឺការបញ្ចប់ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើក្រុមតំណាងនៅមជ្ឈមបូព៌ាដូច្នេះការដែលសួរថាហេតុអីបានជាអ៊ីរ៉ង់នៅតែមានចំណុចឈ្នះអីគឺចំណុចឈ្នះគឺចាប់ចម្បាច់កន្លែងច្រកសមុទ្រហ័រមូសហ្នឹងគឺខ្ទប់បារាំងច្រកចេញប្រេងហ្នឹងទៅគឺអ៊ីរ៉ង់មានប្រៀបនៅក្នុងការចរចារហូតដល់ភាគីទាំងពីរណាទ្រាំបានយូរជាងដល់អញ្ចឹងទេការវាយប្រហារដែលលោកត្រាំថាអ៊ីរ៉ង់ប្រើពេលយូរពេកឬអូសពេលយូរពេកមានន័យថាអាមេរិកថប់ដង្ហើមមុនពិបាកទ្រាំមុនទើបបញ្ចេញប្រតិកម្មតាមរយៈការប្រើឧបករណ៍ដែលងាយស្រួលជាងគេគឺផ្នែកយោធានឹងឯងចាអរគុណលោករីណាសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះយ៉ាងណាក៏ដោយបើទោះបីជាមានការលើកឡើងខុសគ្នារបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែយើងក៏នៅតែមើលឃើញអំពីស្ថានភាពនៅសមរភូមិជាក់ស្ដែងគឺយើងស្ងប់ស្ងាត់តិចហើយវាអាចនឹងផ្ដល់ឱកាសឲ្យមានការចរចាសម្រេចបានដោយអ្វីដែលលោកត្រាំបានលើកឡើងចាអរគុណចាសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះចាមន្ត្រីនៅតាមមន្ទីរជំវិញអង្គភាពខេត្តបាត់ដំបងហើយនិងខាងខេត្តបៃលិនប្រមាណជាជិត 2000 នាក់នៅក្នុងទឹកដីខេត្តបាត់ដំបងដែលមកដល់ខេត្តបាត់ដំបងនេះគឺជាជំនួបលើកទី15ហើយនឹងមានសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងមន្ត្រីអង្គភាពនានាចំនួន18ខេត្តហើយបាត់តាមរបាយការណ៍របស់លោកជំទាវបានស្រីមុំអភិបាលខេត្តបៃលិនបានដឹងផងដែរថាខេត្តបៃលិនជាខេត្តមួយទើបទទួលបានសន្តិភាពពេញលេញក្រោយគេកាលពីក្នុងឆ្នាំ1998ស្ថិតនៅភាគពាយ័ព្យនៃប្រជាជាតិកម្ពុជាដែលមានចម្ងាយ375គីឡូម៉ែត្រពីរាជធានីភ្នំពេញមានព្រំប្រទល់ខាងកើតខាងជើងនិងខាងត្បូងជាប់នឹងខេត្តបាត់ដំបងហើយនឹងខាងលិចវិញគឺជាប់នឹងប្រទេសថៃមានខ្សែបន្ទាត់ព្រំដែនប្រវែងដល់ទៅ53គីឡូម៉ែត្រ2ម៉ែត្រចាប់ពីបង្គោលលាក់លេខ62លេខ68និងមានផ្ទៃដីសរុបចំនួនគឺ1195គីឡូម៉ែត្រ18ម៉ែត្រចែកចេញជាក្រុងមួយនិងស្រុកមួយមាន8ឃុំសង្កាត់និងមាន93ភូមិមានផ្លូវជាតិសេដ្ឋកិច្ចចំនួន2ខ្សែគឺផ្លូវជាតិលេខ57និងលេខ59ហើយនឹងមានស្ទឹងចំនួន3គឺស្ទឹងភ្នំដំបងស្ទឹងបៃលិននិងស្ទឹងកុយបាទនឹងស្ទឹងកុយហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រនេះសរុបចំនួន20037គ្រួសារដែលស្មើទៅនឹងចំនួន84623នាក់ស្មើនឹង40000បាទក្នុងនោះស្ត្រីបាទមានចំនួន42315នាក់ចំណែកឯខាងខេត្តបាត់ដំបងវិញតាមការបញ្ជាក់ពីអាយដាមសុកលូអភិបាលខេត្តបានឲ្យដឹងថាខេត្តបាត់ដំបងស្ថិតនៅក្នុងភូមិសាស្ត្រពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានផ្ទៃដីសរុបចំនួនគឺបានន័យថា116,300បាទសូមអធិស្ឋានគឺចំនួន11631.21គីឡូម៉ែត្រការ៉េចែកចេញជា14ក្រុងស្រុកគឺមានចំនួន103ឃុំសង្កាត់ស្មើនឹង842ភូមិហើយប្រជាជនសរុបមានចំនួនគឺ34354គ្រួសារមនុស្សរាយមានចំនួន1,344,323នាក់ក្នុងនោះស្ត្រីមានចំនួន683,292នាក់ចំពោះទំហំសេដ្ឋកិច្ចសម្រាប់ខេត្តបាត់ដំបងគិតតាមថ្លៃបច្ចុប្បន្នឆ្នាំ2025សរុបមានប្រមាណជាគឺ14លាន516,743.1 លានរៀលស្មើនឹងចំនួន$3,618.3 លានដែលក្នុងនោះវិស័យកសិកម្មគ្របដណ្ដប់ខ្ពស់ជាងគេគឺមានចំនួន62កណ្ដកសញ្ញា 32% ហើយវិស័យសេវាកម្មមានទំហំ22កណ្ដកសញ្ញា 26% រីឯវិស័យឧស្សាហកម្មមានទំហំ15កណ្ដកសញ្ញា 42%បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ចថ្នាក់ជាតិខេត្តបាត់ដំបងមានទំហំប្រមាណជា
7% និងឈរនៅលំដាប់លេខរៀងខ្ពស់ទី3បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តកណ្ដាលបញ្ជាក់ប្រាប់ឲ្យ BTV គឺមេឃុំនិងចៅសង្កាត់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនិងខេត្តបៃលិនដែលបានចូលរួមនៅថ្ងៃនេះបានដឹងថាបច្ចុប្បន្នការបំពេញការងារនៅមូលដ្ឋានបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលលើការបម្រើប្រជាពលរដ្ឋចំពោះការត្រៀមទទួលយកការណែនាំបន្ថែមនិងអនុសាសន៍របស់សម្ដេចតេជោនៅថ្ងៃនេះហើយនឹងបន្តយកទៅអនុវត្តនៅក្នុងដែនភារកិច្ចរបស់ខ្លួននៅមូលដ្ឋានឲ្យបានល្អថ្ងៃនេះខ្ញុំសប្បាយចិត្តមែនទែនដែលបានជួបសម្ដេចតេជោបាទការងារមូលដ្ឋានរថ្ងៃនេះយើងធ្វើអនុវត្តតាមផែនការរបស់សម្ដេចបាទហើយនឹងអនុវត្តតាមផែនការរបស់បាទខេត្តបាទពិនិត្យបាទបំពេញសេវាជូនប្រជាពលរដ្ឋបាទអត់បានគិតពេលវេលាទេបាទថ្ងៃនេះខ្ញុំមិនមានការប្រុងប្រយ័ត្ននឹងស្ដាប់អនុសាសន៍របស់សម្ដេចតេជោបាទដើម្បីយកអនុវត្តដើម្បីឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រាបពីការងាររបស់គាត់ដែលគាត់មានប្រសាសន៍ថ្ងៃនេះបាទខ្ញុំធ្វើការងារល្អជាមួយអង្គភាពនិងប្រជាពលរដ្ឋមានភាពចង់និយាយថាមានភាពស្មោះត្រង់សម្ដែងទឹកចិត្តឲ្យប្រជាពលរដ្ឋស្គាល់ពីទឹកចិត្តរបស់ខ្ញុំផ្ទាល់បាទភូមិចិនមេឃុំកោះច្រាំងហើយនៅក្នុងឃុំកោះច្រាំងខ្ញុំនៅជាប់បឹងទន្លេសាបជាឃុំទី7នៃស្រុកឯកភ្នំការផ្ដល់សេវាដល់ប្រជាពលរដ្ឋយើងជួបការលំបាកដែរដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួននៅភូមិឆ្ងាយពីឃុំអញ្ចឹងទៅការធ្វើដំណើរគាត់ឆ្លងកាត់ទន្លេសាបអញ្ចឹងទៅវាជួបការលំបាកបាទតែយ៉ាងណាការបំពេញសេវារបស់យើងប្រឹងប្រែងបាទយើងការបំពេញសេវារបស់យើងខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់យើងបាទថ្ងៃនេះជាកិត្តិយសមួយដែលសម្រាប់ដែលខ្ញុំបានចូលរួមនៅក្នុងការសម្ដែងសម្ដារជាមួយសម្ដេចតេជោហើយសម្ដេចមានប្រសាសន៍ខ្ញុំបាននឹងដឹកនាំដើម្បីយកទៅបម្រើដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់យើងហើយបានល្អប្រសើរជាងមុនបាទខ្ញុំឈ្មោះហ៊ុនបិនមេឃុំទឹងកាច់នៅខេត្តបៃលិនថ្ងៃនេះជាការចាប់អារម្មណ៍បែបណានៅក្នុងការមានឱកាសសម្ដេចបានមកដល់ទឹកដីខេត្តបាត់ដំបងតែជួបជាមួយមន្ត្រីនៅបាត់ដំបងនិងបៃលិននៅថ្ងៃទី1នេះបាទខ្ញុំមានអារម្មណ៍រំភើបនឹងមហាកិត្តិយសដ៏ក្រៃលែងដែលបានការអនុញ្ញាតដល់ពងពោះមកចូលរួមកម្មវិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តស្រុកក្រុងឃុំសង្កាត់នៅពេលនេះបាទខ្ញុំខំប្រឹងក្រែបជញ្ជក់អ្វីដែលជាអនុសាសន៍របស់ពងពោះរបស់សម្ដេចយកទៅអនុវត្តនៅមូលដ្ឋានថ្ងៃនេះមន្ត្រីមកប្រហែលអ្នកហើយរដងការងារពេញការងាររបស់យើងនៅមូលដ្ឋានខេត្តបៃលិនយ៉ាងម៉េចដែរអត់មានអីទេរលូនបាទការងារមិនទៅតែបម្រើសេវាអីបម្រើសេវាពលរដ្ឋបានល្អទាន់ពេលវេលាមានគុណភាពតម្លាភាពហើយនឹងបន្តជំរុញទៅខេត្តទៀតដែរបាទឲ្យកាន់តែប្រសើរជាងនេះត្រឡប់ទៅវិញបាទខ្ញុំឈ្មោះសីសុភីខ្ញុំនៅមេឃុំនៅខេត្តបៃលិនមេឃុំអូនដូងមេឃុំអូនដូងស្រុកស្លាក្រៅហើយជំរាបខាងនេះវិញខ្ញុំនៅឈ្មោះចក់ណែតនៅសង្កាត់បយ៉ាខាជាចៅសង្កាត់ហើយសូមខ្ញុំឈ្មោះទឿនធីមេនចៅសង្កាត់ទួលវាថ្ងៃនេះគឺចៅសង្កាត់និងមេឃុំជាស្ត្រីទាំងអស់ឥឡូវនេះសូមតំណាងមួយសម្រាប់មកពីខេត្តបៃលិនជាចំណាប់អារម្មណ៍ថ្ងៃនេះជួបសំណេះសំណាលជាមួយសម្ដេចតេជោថ្ងៃនេះជាគោលបំណងរបស់អ្នកខ្ញុំមានសេចក្តីសុំរបស់រាជការបានជួបសម្ដេចតេជោអត់ដែលសោះតែថ្ងៃនេះថ្ងៃមួយដែលខ្ញុំនឹងបានចូលរួមហើយខ្ញុំនឹងមានការត្រេកអរហើយអបអរសាទរជាមួយសម្ដេចតែងតែយកចិត្តទុកដាក់ជាមួយនឹងឃុំក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរថ្ងៃនេះខ្ញុំងើបតាំងពីម៉ោង4ដើម្បីចង់ជួបដល់សម្ដេចផងដែរកន្លងទៅការងារនៅមូលដ្ឋានអញ្ចឹងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខេត្តបៃលិនក៏ដូចជាឃុំផ្ទាល់ឃើញថាទៅរលូនទី1ការធ្វើសម្បត្តិកំណើតទី2ការផ្តល់សេវាវិញថាផ្សេងដូចជាសម្រាប់ដល់ស្ត្រីមេពេញពោះក៏ដូចជាបំផុសដល់ប្រជាពលរដ្ឋរបស់យើងក៏ដូចជាអាជ្ញាធររបស់យើងឲ្យយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងឃុំក្នុងខេត្តរបស់ខ្លួនផងដែរហើយថ្ងៃនេះត្រៀមទទួលនៅអនុសាសន៍សម្រាប់ជួយដើម្បីយកអនុវត្តបន្តទី1ខិតខំយកចិត្តទុកដាក់ស្ដាប់ហើយនៅក៏ខិតខំយកទៅ
ជួយជំរុញក៏ដូចជាផ្សព្វផ្សាយដល់ជាបរិបទឲ្យគាត់មានការយល់ដឹងចាពីប្រសាសន៍របស់សម្ដេចតេជោដើម្បីយកការដឹកនាំក៏ដូចជាការបន្តនៅថានិរន្តរភាពនៅក្នុងឃុំរបស់ខ្លួនក៏ដូចនៅក្នុងខេត្តរបស់ខ្លួនផងដែរ ចាខ្ញុំមកនេះដើម្បីខ្ញុំត្រេកអរណាស់ដែលបានចូលរួមស្ដាប់ដែលសម្ដេចបានមានប្រសាសន៍អ្វីទាំងអស់ដែលចាមានការណែនាំនាងខ្ញុំដើម្បីយកទៅអនុវត្តការងារនៅក្នុងឃុំសង្កាត់របស់យើងចាអីទេចាហើយសម្រាប់សង្កាត់នាងខ្ញុំគឺថ្ងៃនេះយើងមកចូលរួមនៅកម្មវិធីនេះដើម្បីអីដើម្បីណែសម្ដេចគាត់មានអនុសាសន៍ល្អអញ្ចឹងណាដើម្បីយើងយកទៅបម្រើប្រជាពលរដ្ឋនៅក្នុងសង្កាត់ទី1តាំងពីសេវាសាធារណៈអញ្ចឹងយើងអាចជួយពួកគាត់នឹងឲ្យលឿនរហ័សនិយាយទៅណាយើងអត់មានតែនេះទេយើងដើម្បីពន្លឿនពួកគាត់អញ្ចឹងចារាល់ថ្ងៃលឿនដែរហើយតែវាមិនទាន់ថាមានបាន 100% ទេអញ្ចឹងយុទ្ធសាស្ត្ររបស់យើងនឹងគឺយើងក្នុងនាមតែយើងថ្នាក់ដឹកនាំជាមេឃុំជាស្ត្រីអញ្ចឹងយើងហ្នឹងយើងត្រូវតែបម្រើពួកគាត់ឲ្យដល់មូលដ្ឋានថ្នាក់ក្រោមជាតិចាឲ្យល្អប្រសើរទៀតចា បាទនេះគឺជាអារម្មណ៍ក៏ដូចជាការបង្ហាញជូនដល់ប្រិមិត្តឲ្យដឹងបាទពីសំណាក់មេឃុំនិងចៅសង្កាត់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនិងខាងខេត្តបៃលិនដែលបានអញ្ជើញចូលរួមនៅក្នុងវេលាថ្ងៃនេះដែលពួកគាត់បានលើកឡើងហើយថាងើបតាំងពីម៉ោង 4 ហើយនោះដើម្បីបានជួបជាមួយនឹងសម្ដេចតេជោនឹងការទទួលនឹងអនុសាសន៍ណែនាំរបស់សម្ដេចដែលគណៈដែលសម្ដេចអញ្ជើញជាអត្ថប្រយោជន៍ដ៏ខ្ពង់ខ្ពស់ក្នុងវិធីចោះជួបសនាជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបងនិងខាងខេត្តបៃលិននោះហើយខ្ញុំបាទក៏សូមជម្រាបជូនប្រិមិត្តបានឲ្យដឹងដែរថាដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបាទគឺជាការពង្រឹងបាននៅគណៈនយោបាយរវាងប្រតិភិជាមួយនឹងអង្គបោះឆ្នោតដើម្បីចែករំលែកពីការវិតម្លៃសភាពការជាតិហើយនិងអន្តរជាតិហើយព្រមទាំងជំរុញឲ្យការងារមូលដ្ឋានហ្នឹងគឺកាន់តែមានប្រសិទ្ធភាពបាទក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងក្រើនរំលឹកទៅដល់មន្ត្រីនៅមូលដ្ឋានហ្នឹងឲ្យបង្កើនការយកចិត្តទុកដាក់ទៅលើភារកិច្ចរបស់ខ្លួនជាពិសេសគឺការផ្ដល់សេវាសាធារណៈហ្នឹងឲ្យកាន់តែល្អប្រសើរព្រមទាំងការដោះស្រាយនៅរាល់បញ្ហានានាដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលាផ្ដល់ភាពកក់ក្ដៅនិងការបង្ហាញពីជំនឿចិត្តមកលើថ្នាក់ដឹកនាំថែទៀតនោះបាទសម្រាប់ខ្លឹមសារលម្អិតនៃប្រសាសន៍សំខាន់របស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីដែលបានមានប្រសាសន៍នៅក្នុងថ្ងៃនេះ BTV ក៏នឹងសម្រង់ដើម្បីបង្ហាញជូនដល់ទស្សនិកជនបន្ថែមទៀតនៅក្នុងកម្មវិធីផ្សាយនៅវេលាម៉ោង 12 ថ្ងៃត្រង់នៅពេលខាងមុខនេះបាទប្រិមត្តទូរទស្សនិកជនជាទីមេត្រីតាមដានទៅនឹងព័ត៌មានបន្តទៀតយើងចាប់អារម្មណ៍ពីព្រះសង្ឃបាទនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបឯនោះវិញក៏បាននិមន្តបាទយកនៅគ្រឿងឧបភោគបរិភោគរួមទាំងថវិកាហ្នឹងទៅប្រគល់ឧបត្ថម្ភជូនទៅដល់កងទ័ពការពារព្រំដែនព្រះសង្ឃនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបរួមមានព្រះចៅអធិការវត្តស្វាយរមៀតវត្តកេសរារាមវត្តប្រាសាទគោកចព្រះគ្រូចៅអធិការវត្តដំណាក់វត្តពោធិបន្ទាយជ័យនិងព្រះចៅអធិការវត្តគូខេត្តបដរមានជ័យផងគឺថាបាននិមន្តនាំយកនៅអំណោយជាគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ហើយនឹងថវិកាមួយចំនួនទៅចែកជូនទៅដល់វរៈកងទ័ពជួរមុខដោយផ្ទាល់នៅក្នុងភូមិសាស្ត្រខេត្តបដរមានជ័យដែលការផ្ដល់អំណោយនេះធ្វើឡើងនៅថ្ងៃទី11ខែមិថុនាឆ្នាំ2026ម្សិលមិញព្រះសច្ចានុបាលនឿមវុធីព្រះចៅអធិការវត្តស្វាយរមៀតបានមានសង្កេតការថាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះបានស្ដែងឲ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងពុទ្ធចក្រនិងអាណាចក្រជាពិសេសគឺទឹកព្រះទ័យរបស់ព្រះសង្ឃខ្មែរដែលតែងតែគិតគូរនិងដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខដែលបានលះបង់កម្លាំងកាយចិត្តសេចក្តីសុខផ្ទាល់ខ្លួនក្នុងការការពារបូរណភាពទឹកដីនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងផ្ទៃប្រទេសគ្រឿងឧបភោគបរិភោគដែលនាំយកទៅរួមមានដូចជាទឹកសុទ្ធបាទថ្នាំសង្កូវមីកោះកៅស៊ូតង់ហើយនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនដល់កងទ័ពឈរជើងតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រនៃខេត្តឧត្តរមានជ័យនេះព្រះអង្គនៅមានតរដីកាឲ្យដឹងទៀតថាទោះបីជាអំណោយទាំងអស់នេះមានចំនួនមិនច្រើនលើសលប់ក៏ប៉ុន្តែក៏ជាសេចក្តីជ្រះថ្លានិងក៏ជាទឹកចិត្តរួមគ្នារវាងព្រះសង្ឃដើម្បីជាកម្លាំងចិត្តដល់បងប្អូនកងទ័ពឲ្យបានដឹងថាប្រជាជននៅសមរភូមិក្រោយតែងតែនៅក្បែរនិងគាំទ្រដល់បងប្អូនសមរភូមិមុខ
ជានិច្ចដែលនេះបានបង្ហាញពីស្មារតីសាមគ្គីជាតិនិងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យព្រះអង្គបានបន្ថែមបណ្ដឹងទៀតថាប្រជាពលរដ្ឋខ្មែរពិតជាមានមោទកភាពចំពោះវីរៈកងទ័ពដែលពោពេញដោយឆន្ទៈមនសិការស្មារតីក្លាហាននិងសេចក្តីស្មោះត្រង់ចំពោះជាតិមាតុភូមិហើយពួកគាត់សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទបដូរយកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជានិងប្រទេសជាតិទាំងមូលប្រកបដោយស្នាមញញឹមនិងភាពកក់ក្ដៅជាមួយនឹងក្រុមគ្រួសារព្រះសង្ឃក៏សូមសម្ដែងការដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់និងចងចាំជានិច្ចនៅគំរូវីរៈភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូតក្នុងនោះផងដែរព្រះមន្ត្រីសង្ឃខេត្តសៀមរាបក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាលដែលតែងតែនៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់កលៈទេសៈដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយព្រះសង្ឃបានសូត្រធម៌ប្រោះព្រំដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់សូមសុខសប្បាយសុខភាពល្អនិងទទួលបានជ័យជំនះលើខ្មាំងសត្រូវតំណាងកងទ័ពនៅជួរមុខក៏បានសម្ដែងនៅសេចក្តីត្រេកអរនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គទឹកចិត្តដ៏ថ្លៃថ្លានេះគឺជាការជួយជំរុញស្មារតីដល់បងប្អូនយុវជនឲ្យកាន់តែមានសេចក្តីក្លាហានឆន្ទៈបញ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិលោកនាងកញ្ញាជាទីមេត្រីយើងបន្តទៅកាន់ព័ត៌មានដាច់ដライមួយទៀតនៅពីខាងខេត្តបាត់ដំបងវិញម្ដងគឺមន្ទីរទេសចរខេត្តបាត់ដំបងសហការជាមួយនឹងកម្មវិធីអភិវឌ្ឍជំនាញដែលហៅកាត់ថា SDP នៃអង្គការ Swiss Contract បាននឹងកំពុងចុះសិក្សាស្រាវជ្រាវយ៉ាងសកម្មដើម្បីធ្វើការវិភាគលំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងលោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានលើកឡើងថាការចុះសិក្សានេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់អំពីកត្តាជំរុញលើកទឹកចិត្តដែលតាក់ទាញភ្ញៀវទេសចរឲ្យមកកំសាន្តនៅក្នុងខេត្តបាត់ដំបងពិនិត្យមើលរបៀបដែលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តាមគោលដៅនានានិងស្វែងរកឱកាសនៅក្នុងការបង្កើតការធ្វើពិពិធកម្មនិងពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរឲ្យចំតម្រូវការលោកហមអរុនបានគូបញ្ជាក់ថាលទ្ធផលនឹងការរកឃើញទាំងអស់ពីការសិក្សានេះនឹងក្លាយជាមូលដ្ឋានគ្រឹះនិងជាអនុសាសន៍គន្លឹះសម្រាប់អាជីវកម្មទេសចរស្ថាប័នរដ្ឋាភិបាលដៃគូអភិវឌ្ឍព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ជាពិសេសព័ត៌មានទាំងនេះនឹងជួយឲ្យគ្រប់ភាគីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ភ្ញៀវទេសចរនិងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរនៅក្នុងខេត្តបាត់ដំបងប្រកបដោយចីរភាពក្រុមការងារមន្ទីរទេសចរខេត្តបាត់ដំបងបានសហការជាមួយនឹងក្រុមការងារគម្រោងកម្មវិធីអភិវឌ្ឍជំនាញបាទក្រោមការគ្រប់គ្រងដោយ SDC និង LED បាទហើយថ្ងៃនេះគឺយើងចុះមកដើម្បីសិក្សាអំពីគោលដៅដែលជាសក្តានុពលរបស់ខេត្តបាត់ដំបងក្នុងគោលបំណងដើម្បីរៀបចំនៅ visitor flow បាទនេះថាជាលំហូរដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរថាតើភ្ញៀវទេសចរដែលមកខេត្តបាត់ដំបងហ្នឹងគាត់ទៅដើរលេងកន្លែងណាខ្លះគាត់ចាប់អារម្មណ៍ជាមួយនឹងអីគាត់ដឹងតាមរយៈអីហើយមានសក្តានុពលខ្លះដែលយើងត្រូវតែបំពេញបន្ថែមឲ្យភ្ញៀវដែលមកលេងហ្នឹងគាត់កាន់តែសប្បាយចិត្តហើយគោលបំណងគឺដើម្បីពជាការស្នាក់នៅរបស់ភ្ញៀវទេសចរហើយនឹងធ្វើឲ្យគាត់មានសកម្មភាពផ្សេងៗដើម្បីជំរុញការចំណាយដែលជាផ្នែកមួយដែលសំខាន់នៅក្នុងការលើកកម្ពស់នៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសប្រជាពលរដ្ឋដែលនៅក្បែរនឹងតំបន់ដែលមានសក្តានុពលទេសចរជាក់ស្ដែងថ្ងៃនេះយើងមានអ្នកជំនាញបាទដែលគាត់ចុះមកធ្វើការពិនិត្យទៅតាមគោលដៅសំខាន់នៅក្នុងខេត្តបាត់ដំបងហើយបន្ទាប់ពីបានចុះទៅពិនិត្យមើលអំពីសក្តានុពលក៏ដូចជាលក្ខណៈពិសេសតាមគោលដៅនឹងហើយគឺគាត់នឹងសហការជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងៗបានន័យថាប្រមូលអ្នកពាក់ព័ន្ធដែលស្ថិតនៅក្នុងវិស័យទេសចរហ្នឹងដើម្បីធ្វើការពិភាក្សាគ្នារកធាតុចូលបន្ថែមថាតើយើងគួរតែធ្វើអីរៀបចំយ៉ាងណាដើម្បីជំរុញវិស័យទេសចរខេត្តបាត់ដំបងជាពិសេសឲ្យដឹងថាតើតម្រូវការរបស់ភ្ញៀវឲ្យពិតប្រាកដយ៉ាងណាហើយយើងនឹងខិតខំនៅក្នុងការបង្កើតដោយសកម្មភាពក៏ដូចជាផលិតផលសម្រាប់ការឆ្លើយតបនឹងតម្រូវការភ្ញៀវឲ្យចំគោលដៅតែម្ដងបាទសូមជម្រាបជូនផងដែរថាការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការ Swiss Contract
ធ្វើឡើងដើម្បីសិក្សាអំពីសក្តានុពលផលិតផលនិងគោលដៅទេសចរដើម្បីរៀបចំសេវាកម្មទេសចរឲ្យចំតម្រូវការប្រកបដោយគុណភាពសម្ដៅពន្យាពេលស្នាក់នៅរបស់ភ្ញៀវឲ្យបានយូរបង្កើនការចំណាយរបស់ភ្ញៀវនិងជំរុញឲ្យមានកំណើនភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងឲ្យបានកាន់តែច្រើនឡើងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋការសិក្សានេះមានរយៈពេល2សប្តាហ៍ហើយខេត្តបាត់ដំបងជាខេត្តដំបូងគេដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាស្រាវជ្រាវដើម្បីជាគំរូសម្រាប់ការសិក្សានៅខេត្តផ្សេងៗជាបន្តទៀតចាអញ្ចឹងវិស័យទេសចរនេះសំខាន់ណាស់មិននៅមួយកន្លែងទេនឹងទទួលការអភិវឌ្ឍក៏ដូចជាការបណ្ដុះបណ្ដាលទៅលើការធ្វើបដិសណ្ឋារកិច្ចជាច្រើនជាពិសេសគឺការរៀបចំនយោបាយសាស្ត្រតាក់ទាញភ្ញៀវទេសចរឲ្យអញ្ជើញទៅកំសាន្តនៅតំបន់ទេសចរដែលមានសក្តានុពលរបស់កម្ពុជាបាទប្រិមត្តជាទីមត្រីយើងទៅចាប់អារម្មណ៍ពីសក្តានុពលវិស័យទេសចរនៅខាងខេត្តកំពតនិងខេត្តកែបឯនោះវិញបាទជាពិសេសគឺផ្ដោតទៅខេត្តកែបបន្តតែម្ដងក៏ឃើញថាខេត្តកែបបានប្រែមុខមាត់ថ្មីជាបន្តហើយកំពុងតែស្រូបទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅលេងខេត្តនេះកាន់តែច្រើនផងដែរនៅក្នុងរដូវកាលបៃតងនេះមន្ត្រីជំនាញនិងអ្នកផ្ដល់សេវាទេសចរខេត្តកែបបានបញ្ជាក់ថានៅក្នុងរដូវកាលបៃតងនេះខេត្តកែបមានទេសភាពបៃតងស្រស់អមទៅដោយផ្កាចម្រុះពណ៌នៅតាមដងផ្លូវនានាពិសេសគឺថាទេសភាពផ្កាកង្កោកបានឆក់យកបេះដូងភ្ញៀវជាតិនិងអន្តរជាតិគឺថាឲ្យមកសម្រាប់លំហែនៅក្នុងខេត្តកែបកាន់តែច្រើនហើយរយៈពេល5ខែដើមឆ្នាំ2026គឺថាខេត្តកែបបានទទួលភ្ញៀវដល់ទៅជិត9សែននាក់ផងដែរក្នុងនោះសម្រាប់ខែឧសភាកន្លងទៅស្ថិតនៅក្នុងរដូវកាលបៃតងគឺថាមានភ្ញៀវមកលេងដល់ទៅជាង220000នាក់ប្រធានមន្ត្រីទេសចរខេត្តកែបលោកប៉ុកទាំងបានប្រាប់ឲ្យដឹងដែរដោយក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតនិងច្នៃប្រឌិតខ្ពស់របស់ឯកឧត្តមអភិបាលខេត្តមានការរីកចម្រើនលើគ្រប់វិស័យហើយនឹងធានាបាននៅសន្តិសុខសម្រាប់សាធារណៈនិងសុវត្ថិភាពយ៉ាងល្អនៅគ្រប់ទីកន្លែងអំណោយផលដល់ដំណើរការកំសាន្តរបស់ភ្ញៀវជាតិនិងអន្តរជាតិជាក់ស្ដែងខេត្តកែបបច្ចុប្បន្នមានគោលដៅទេសចរនិងកន្លែងតាក់ទាញទេសចរចំនួន42កន្លែងក្នុងនោះរមណីយដ្ឋានទេសចរវប្បធម៌មាន6កន្លែងរមណីយដ្ឋានទេសចរធម្មជាតិមាន29កន្លែងនិងរមណីយដ្ឋានកែច្នៃបាទមាន6កន្លែងហើយបែងចែកជា4ប៉ូលផងដែរដែលប៉ូលទី1គឺថាប៉ូលទេសចរក្រុងធម្មជាតិកែបនិងទី2គឺប៉ូលទេសចរឆ្នេរធម្មជាតិអង្កោលទី3គឺប៉ូលទេសចរតំបន់ភ្នំវ៉ានិងទី4គឺថាប៉ូលទេសចរតំបន់សមុទ្រនិងប្រជុំកោះលោកប្រធានមន្ត្រីនៅបានបញ្ជាក់ឲ្យដឹងទៀតថាសម្រាប់រយៈពេល5ខែដើមឆ្នាំ2026ខេត្តកែបបានទទួលភ្ញៀវទេសចរជិត9សែននាក់ក្នុងនោះភ្ញៀវបរទេសប្រមាណជា13000នាក់ដោយឡែកនៅក្នុងរដូវកាលបៃតងពោលគឺក្នុងខែឧសភាកន្លងទៅនេះភ្ញៀវទេសចរមានចំនួន227,172នាក់ចំនួននេះគឺកើនឡើងបាទដល់ទៅ26%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2025យើងចាប់អារម្មណ៍ពីការលើកឡើងពីសំណាក់បុគ្គលិកកាហ្វេលើភ្នំនិងខ្សែរ៉កកាហ្វេវិញបានបង្ហាញពីមោទកភាពចំពោះការអភិវឌ្ឍរីកចម្រើនខេត្តកែបជាពិសេសគឺថ្លែងអំណរគុណទៅដល់អភិបាលខេត្តដែលមានភាពប៉ិនប្រសប់នៅក្នុងការដឹកនាំធ្វើឲ្យខេត្តមានភាពរីកចម្រើនភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនប្រជាពលរដ្ឋមានជីវភាពក៏កាន់តែល្អប្រសើរជាលំដាប់ទៀតបាទជំរាបសួរបងខ្ញុំឈ្មោះហៀងដែរដិតបាទសប្តាហ៍ថ្ងៃខ្ញុំធ្វើការនៅហាងកាហ្វេសៃរ៉កបាទបងខ្ញុំចាប់ផ្ដើមពីម៉ោងបើកពីម៉ោង7ព្រឹកដល់ម៉ោង9បាទនៅទីនេះមានសេវាកម្មក្រៅពីកាហ្វេយើងមានជិះសៃរ៉កលេងកម្សាន្តបាទជាទូទៅបងសម្រាប់ភ្ញៀវថ្ងៃធម្មតាអញ្ចឹងយើងឃើញមានមកហូរហែដែរតែថ្ងៃសៅរ៍អាទិត្យយើងអាចច្រើនហ្មងហើយនឹងបុណ្យទានបាទសម្រាប់រដូវកាលនេះបងទេសភាពវាធម្មជាតិបៃតងបាទហើយគួបផ្សំជាមួយនឹងការកង្កោកបងធ្វើឲ្យខេត្តកែបលើកមុខមាត់ដែរបងបានការកង្កោកទី1បងឆ្នេរអង្កោលទី2កុំភ្លេចមកកាហ្វេសៃរ៉កបាទទី3គាត់ចង់ញ៉ាំតារ៉េនទៅចកា3បាទហើយសូមគាត់ចង់ស្ទូចត្រីដូចជាកោះសន្សាយកោះពោបងពីចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់គណៈអភិបាលខេត្តកែបបាទដែលគាត់បានរៀបចំអភិវឌ្ឍខេត្តកែបឲ្យរីកចម្រើននិងនាំភ្ញៀវទេសចរកាន់តែច្រើនហ្មងទាំងជាតិនិងអន្តរជាតិ បាទខាងប្អូនបើនៅក្នុងវិជានេះហាងប្អូនគឺ
អាប់ដេតមួយថ្ងៃតិចរហូតនឹងបាទយើងរៀបចំអាប់ដេតធ្វើនេះធ្វើនោះឲ្យវារៀងប្លែកភ្នែករហូតភ្ញៀវមកគាត់ឆ្ងល់គាត់និយាយដែរគាត់ថាជួនកាលយើងដាក់នេះទៅមិនទាន់បានមកផងគាត់ថាដូរបាត់ហ្នឹងហើយព្រោះអីយើងតម្រូវការយើងគឺភ្ញៀវគាត់និយាយថាយើងដដែលពេកអត់កែទេយើងត្រូវតែមានអាប់ដេតនេះអាប់ដេតនោះឲ្យគាត់មកតាក់ទាញណាហ្នឹងហើយបើតាមដងផ្លូវខាងក្រោមវាមានដើមកង្កោកស្អាតហើយខាងលើក៏មានដែរមុននឹងចូលមកដល់ហាងបងគឺមានដើមកង្កោកច្រើនដែលស្រស់ស្អាតតែនៅក្នុងឧទ្យានក៏ស្អាតដូចគ្នាតែបែបជាក្នុងឧទ្យានបែបធម្មជាតិនៅក្នុងឧទ្យានមានដើមឈើច្រើនពីហាងបងទៅមើលឃើញទេសភាពមើលឃើញសមុទ្រ